Bênណាដែលគេចាប់ផ្ដើម score Emmy ដំបូងបើគេស្គាល់ខ្ញុំដំបូងមកមិនមែនស្គាល់ដោយសារ rap ទេគឺស្គាល់ដោយសារខ្ញុំលេងបទចម្រៀងបងបានដែរអើបងអើជាកំហុងអ្នកណាក៏ខ្ញុំឈប់លេង TikTok ប្រហែល1ខែ2ខែដោយសារខ្ញុំអត់ចង់ល្បីពេលហ្នឹងខ្ញុំនិយាយត្រង់ខ្ញុំអត់ចង់ល្បីទេអាហៅបងឯងខ្ញុំធ្វើលេងទេហើយខ្ញុំមើលវាខ្លះខ្ញុំអៀងខ្លួនឯងដែរបន្ទាប់មកខ្ញុំក៏កើត TikTok មួយថ្មីឈ្មោះ Emini Minamino ហើយក៏ចាប់ផ្ដើមផុស rap freestyle សិកាពីណាថានាងសាវ៉ាតាមពិតនាងសែនស្មោះគ្រប់នៅកំឡោះមិនរបូតមួយលើកនេះយើងល្បីប៉ុន្តែវាមានអីមួយជាលក្ខណៈឡយវាមិនមែនដូចមុនយើងរៀងកំ pl ែងអីទេអញ្ចឹងឡយអូបើគេគ្រប់ត្រូលយើងធ្វើតទៀតហើយចាប់អារម្មណ៍ rap ដំបូងពេលណាដែរអូអត់ទេចាប់អារម្មណ៍ rap ខ្ញុំតាំងពីទូចមកខ្ញុំស្អប់តន្ត្រីតែស្អប់តន្ត្រីបែបរៀងស្នេហាលងលោចអីអញ្ចឹងវិញខ្ញុំស្អប់វាខ្លាំងហ្មងខ្ញុំមានអារម្មណ៍ថាហេតុអីបានត្រូវស្ដាប់បទស្នេហាហេតុអីបានគាត់ស្ដាប់បទស្នេហាយំឲ្យលងលោចគេអត់យល់តែតាមពិតអាហ្នឹងយើងនៅក្មេងយើងគិតអត់ដល់អាហ្នឹងខ្ញុំគិតចឹងអត់យល់រហូតដល់ចំនួនបងបណ្ដាចេញបទជោខ្ញុំគិតថាជុំនេះអានេះបានតន្ត្រីអានេះគេហៅតន្ត្រីអានេះវាលយនេះលយវាលយហូហើយក៏ចូលចិត្តវិស័យ rap ហ្នឹងប៉ុន្តែអត់ដែរថាបាន rap អីចេញទៅរហូតដល់ចេញបទសិកាទៅក៏គេថាយើងចេះ rap ដែរក៏យើងចាប់ផ្ដើមទៅឬមិនចង់ឃើញជីវិតខ្ញុំដើរទៅមុខតែខ្ញុំធ្វើការអត់មានសារអាតសុកគិតគូពិចារណាពីមួយកតាទៅមួយកតាពីមួយកតាទៅមួយកតាពីមួយកលាដូចកលាសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នាដែលកំពុងតាមដានកម្មវិធីដំណើរ The Journey ហើយថ្ងៃនេះដែរគឺដូចសមម្ដងយើងនាំមកនៅភ្ញៀវកិត្តិយសដែលអាចថាចេញមកពីវិស័យការងារផ្សេងគ្នាហើយមុននឹងណែនាំបន្តិចបន្តួចពាក់ព័ន្ធជាមួយនឹងភ្ញៀវកិត្តិយសខ្ញុំសូមអាចថាឆ្លៀតឱកាសនេះជំរាបជូនទៅកាន់ប្រិយមិត្តដែលអាសាតាមដានកម្មវិធីយើងថាបើសិនជាមានភ្ញៀវកិត្តិយសរូបណាឬក៏ guest រូបណាដែលអ្នកទាំងអស់គ្នាចង់ស្នើឲ្យខ្ញុំអញ្ជើញពួកគាត់ដើម្បីមកចូលរួមកម្មវិធីរបស់យើងអាចធ្វើការ comment នៅខាងក្រោមវីដេអូមួយនេះបានឬក៏មានមតិរិះគន់ដើម្បីស្ថាបនា feedback ឲ្យមួយចំនួនចង់ឲ្យកម្មវិធីរបស់យើងកាន់តែប្រសើរឡើងក៏អាចធ្វើការ comment នៅខាងក្រោមដែរអញ្ចឹងកុំឲ្យខាតពេលវេលាយូរថ្ងៃនេះគឺយើងនឹងជួបជាមួយនឹងភ្ញៀវកិត្តិយសយើងមួយរូបដែលគាត់អាចថាមានគេឈ្មោះរន្ទឺដែរនៅក្នុងវិស័យតន្ត្រីជាពិសេសគឺតន្ត្រី rap អញ្ចឹងជួបគ្នាជាមួយនឹង Emmy សួរបងសួរសុខសប្បាយសុខបងសុខយកឲ្យហៅ Emmy ឬក៏សៃហា Emmy ណាយើងយក stage name ចុះណាសុខសប្បាយហើយមួយរយៈនេះរវល់ច្រើនដែរអាចមួយរយៈនេះរវល់ច្រើនរវល់មួយ album ដែលខ្ញុំរៀបចាញ់ហ្នឹងហើយឃើញ Emmy រៀបចំ listening party ហើយក៏អាចថា happy birthday ទៅ Emmy ដែរហ្នឹងហើយឆ្នាំនេះ23គាត់ដែរពេញកន្លោះណាពីកន្លោះហ្នឹងហ្នឹងហើយនិយាយពីចំណាប់អារម្មណ៍បងនៅពេលដែលស្ដាប់ Emmy ស្គាល់ Emmy ពីដើមមកប្រហែលឆ្នាំកន្លងមកហ្នឹងគឺតាមរយៈចម្រៀងរបស់ Emmy ហើយអាចថាចំណុចពិសេសចំណុចប្លែករបស់ Emmy ក្នុងចំណោម rapper ដទៃទៀតគឺនៅថងថា word play របស់យើងអាភាពកំបាច់កំបើម color របស់យើងនៅក្នុងចម្រៀងរបស់យើងឥឡូវអាចចង់សួរអញ្ចេះវិញថា Emmy នៅក្រៅ color យ៉ាងអត់ color នៅក្នុងចម្រៀងអត់សួរនៅក្រៅ color នៅក្នុងចម្រៀងអត់ខ្ញុំគិតថាខ្ញុំនៅក្រៅលេងច្រើនបើភាព color ហ្នឹងគឺ color តិចតួចដែរតែអត់ដល់ចម្រៀងទេcolor ខ្លាំងអូខេព្រោះចម្រៀងខ្ញុំធ្វើដើម្បីtarget audience ខ្ញុំគឺអ្នកខលមកទៅហ្នឹងអញ្ចឹងគាត់ស្ដាប់ទៅគាត់ relate ហ្នឹងគឺគាត់នឹងជោគជ័យណាបាទនឹងជោគជ័យហ្នឹងអាចថាចង់សួរពាក់ព័ន្ធមួយ album បន្តិចមុននឹងយើងអាចថាបកត្រឡប់ទៅកាលពី Emmy ធ្វើចម្រៀងដំបូង score rap ដំបូងអីយ៉ាងម៉េចអញ្ចឹងណាយើងអាចថាចង់ឲ្យ Emmy និយាយពី album បន្តិចថាដើមហេតុអីដែលធ្វើ album ហ្នឹងហើយការធ្វើ album មួយហ្នឹង Emmy ឆ្លងកាត់អីខ្លះរៀនបានអីខ្លះដើមហេតុដែលខ្ញុំធ្វើ album ហ្នឹងគឺជំរុញចេញពីមនុស្សម្នាក់គឺចេញពីបងធីយ៉ា shout out to បងធីយ៉ាគាត់បានដាស់តឿនខ្ញុំដោយសារពេលហ្នឹងខ្ញុំទៅ record បទចម្រៀងមួយនៅមួយគាត់ record ហើយក៏យើងមានពេលនិយាយគ្នាលេងទៅបងក៏ជំរុញថាអូណៃកាន់ចេញបទយូរហើយណៃគួរធ្វើចេះខ្ញុំស្ដាប់គាត់ហើយខ្ញុំ feel motivate ហើយដល់ផ្ទះវិញខ្ញុំអង្គុយគិតព្រោះនៅពេលដែលយើង feel motivate ឲ្យ hype energy យើង hype ហើយអាហ្នឹងវាដកជាប់ខួរក្បាលហើយអញ្ចឹងដល់ផ្ទះខ្ញុំគិតទៅខ្ញុំទៅស្ដាប់បទខ្ញុំដែលខ្ញុំនិពន្ធហើយធ្វើហើយនឹងមានប្រហែលវាមាន30បទជាងនៅពេលដែលមាន30បទជាងខ្ញុំមើលទៅប្រភេទវាដូចគ្នាវា relevant ហ្នឹងវាមាន10បទ
ចឹងទៅខ្ញុំក៏គិតថាចេញ album មួយឈ្មោះ The Uniqueness ហើយចេញនៅពេលណាគឺនៅថ្ងៃទី22ខែសីហាដែលជាថ្ងៃខួបកំណើតខ្ញុំហ្នឹងហ្មងអាហ្នឹងជាដើមហេតុដែលខ្ញុំធ្វើ album ហ្នឹងមកចឹងទៅខ្ញុំក៏បញ្ញា record បញ្ញាធ្វើភ្លេងបញ្ញា mix mastering មួយបងចឹង យ៉ានិយាយទៅបងបានស្ដាប់ខ្លះហើយបានអាច teaser ខ្លះដែរ បាទ អ៊ីមីផុសនៅលើ Facebook អញ្ចឹងជាដើមហើយអាចថាវាជាជំហានមួយថ្មីដែរព្រោះអានេះជា album ទី1របស់យើងហ្នឹងហើយអាចនិយាយបន្ថែមទៀតបានអត់ថាវាខុសពីយើងធ្វើចម្រៀងរាល់ដងមកពេលដែលយើងមក approach វាជា concept album ជា album ចេះវិញវាខុសពីយើងចាញ់ជាមកបត់រាល់ដងគឺត្រង់ថានៅពេលដែលចេញជា album វាត្រូវមានអីមួយដែល relate គ្នាចង10ទាំងបត់នឹងចូលជា theme វាណាបាទជា theme វាយើងអាចចេញស្នេហាលាយហេបលាយកំ pl ែងលាយអីពេញហ្នឹងវាអាហ្នឹងយើងអាចដាក់ album ដែរតែ album ដែល random អីទៅគេលោយើងចេះឆ្នៃតែនឹងវាយើងពិបាកធ្វើអញ្ចឹង10បត់វាខុសពីមួយបត់ត្រង់ថា10ហ្នឹងត្រូវមានអីមួយ connect ចូលគ្នាហើយនៅក្រុមប្រធានបទ The Uniqueness ទៅវាចាញ់ទៅរួចហើយវាមានសាច់រឿងល្អហ្នឹងហើយមានសាច់រឿងល្អពេលណាដែលគេចាប់ផ្ដើមស្គាល់ Amy ដំបូងពេលប៉ុមួយការ rap ហ្នឹងហើយហេតុអីដែរបានជាគេស្គាល់អ្នកនៅពេលដែលគេស្គាល់ខ្ញុំដំបូងបើគេស្គាល់ខ្ញុំដំបូងមកមិនស្គាល់ដោយសារ rap ទេគឺស្គាល់ដោយសារខ្ញុំលេងបទចម្រៀងបងវ៉ាន់ដែរបទបងជាកំហុសនេះណាហ្នឹងគេស្គាល់ខ្ញុំតែមិនជាលក្ខណៈខ្ញុំ rap អីទេហើយបន្ទាប់មកអាហ្នឹងទៅមកចប់ហើយក៏ខ្ញុំឈប់លេង TikTok ប្រហែល1ខែ2ខែដោយសារខ្ញុំអត់ចង់ល្បីពេលហ្នឹងខ្ញុំនិយាយត្រង់ខ្ញុំអត់ចង់ល្បីទេហៅបងឯងខ្ញុំធ្វើលេងទេហើយខ្ញុំមើលវាខ្លះខ្ញុំអៀងខ្លួនឯងដែរហើយបងវណ្ណាយកទៅលេងយកអីទៀតខ្ញុំវាប្រោតបន្តិចតែវាអៀងចាំហើយពេលហ្នឹងខ្ញុំធ្វើវាអៀងណាចឹងខ្ញុំឈប់លេង TikTok account ឈ្មោះកូនអ្នកស្រែក៏មានបេះដូងហ្នឹងខ្ញុំឈប់លេងវា2ខែដោយសារខ្ញុំអត់ចង់ល្បីទេហើយក៏បន្ទាប់មកខ្ញុំក៏បង្កើត TikTok មួយថ្មីឈ្មោះ Imini Minamino ហើយក៏ចាប់ផ្ដើមផុស rap freestyle សិកាពីណាថានាងសាវ៉ាហ្នឹងទៅក៏វាល្បីទៀតលើកនេះខ្ញុំ view វាផ្សេង view ថាលើកនេះយើងល្បីប៉ុន្តែវាមានអីមួយជាលក្ខណៈឡយវាមិនមែនដូចមុនយើងរៀងកំ pl ែងអីទេអញ្ចឹងឡយអូបើគេ control យើងធ្វើតទៀតយើងចាញ់អាសេនីនីតាសេនិកសេមីអីទៅក៏មានគេ control ទៅគេដឹងថាយើងចេះ rap ហើយយើងមានភាព unique អញ្ចឹងទៅប៉ុន្តែពេលហ្នឹងខ្ញុំអត់ទាន់ចេញជាបទចម្រៀងអីពេញមួយដែលផ្ទុះទេវាជាលក្ខណៈ freestyle អញ្ចឹងទៅយើងក៏បន្តអា freestyle ហ្នឹងហើយរហូតដល់មានកម្មវិធីប្រឡងយើងក៏ចូលប្រឡងទៅចូលប្រឡងក៏គេឃើញសមត្ថភាពយើងឡើងដល់វគ្គណាអញ្ចឹងទៅក៏ចាប់ផ្ដើមតមករហូតដល់ឥឡូវទៅបាទអាចថាលក្ខណៈមួយដែលប្លែកគេរបស់ Amy ហ្នឹងគឺដូចនិយាយខាងដើមមកអញ្ចឹងណាតែមួយទៀតហ្នឹងគឺ Amy ចេញពី background អាចថាយើងនិយាយនៅក្នុងវិស័យ rap មិនសូវយើងហ្នឹងបើតែគេថាអ្នករៀនសូត្រគេថាអ្នករៀនសូត្រអញ្ចឹងទៅវាមានរសជាតិមួយដែលប្លែកមែនតើវាដូចជាផ្សារភ្ជាប់អាចថាពិភពអ្នករៀនសូត្រមួយនឹងពិភព rap ចឹងពិភពពីរផ្សេងហ្នឹងពីរហ្នឹងគឺច្រើនចែកផ្សេងគ្នាប៉ុន្តែ Amy ដូចម្នាក់ដែលចេញពីអានេះហើយទៅខាងនោះមួយទៀតចឹងណាអញ្ចឹងអាចថាវាប្លែកទៅជាហើយ Amy អាសា rap វាពងមួយរឿងពិបាកដូចធ្វើសារណាអីចឹងលក្ខណៈពាក្យពេចន៍ដែលមាននៅក្នុងវិស័យអប់រំឬក៏ academic ហ្នឹងហើយយកមកប្រើច្រើនហើយណាមួយAmy ក៏មានថារៀនបកែដែរការនៅរៀននៅបាត់ដប់នៅអីបកែបណ្ដោយរៀនបកែមកសន្មត់ចឹងបាទមិនឡូគីវិញរៀនបកែបណ្ដោយឡូគីវិញហ្នឹងគេថាឆ្លាតដែរបាទហើយចាប់អារម្មណ៍ rap ដំបូងពេលណាដែរតាំងពីនៅរៀនមកមែនអត់ទេចាប់អារម្មណ៍ rap ខ្ញុំស្អប់តន្ត្រីខ្ញុំតាំងពីទូចមកខ្ញុំស្អប់តន្ត្រីតែស្អប់តន្ត្រីបែបរៀងស្នេហាលងលោចអីយ៉ាងវិញខ្ញុំស្អប់វាខ្លាំងហ្មងខ្ញុំមានអារម្មណ៍ថាហេតុអីបានត្រូវស្ដាប់បទស្នេហាហេតុអីបានគ្រាន់ស្ដាប់បទស្នេហាយំឲ្យលងលោចគេអត់យល់ពេលខ្ញុំគិតចឹងអត់យល់រហូតដល់ចំនួនបងវណ្ដាចេញបទជោខ្ញុំឃើញថាជុំនេះអានេះបានតន្ត្រីអានេះគេហៅតន្ត្រីអានេះវាលយនេះលយវាលយហូហើយចឹងខ្ញុំ
អូview តន្ត្រីទៅមកប្រភេទតែខ្ញុំចូលចិត្តតន្ត្រីតែខ្ញុំនៅតែស្អប់អាបែបលងលោចអីហ្នឹងដែរខ្ញុំបិទខួរក្បាលខ្ញុំហ្មងថាអើយលងលោចអីគេវាអត់មានត្រូវអីមួយលងលោចអីទាញអារម្មណ៍យ៉ាងបានទេធ្វើស្រួលបួលមើលអ្នកខ្លះបែកបាក់ស្នេហាស្ដាប់បទស្នេហាយំអីចឹងហ្នឹងអាហ្នឹងខ្ញុំរៀង sensitive មួយពួកគាត់តែតាមពិតអាហ្នឹងយើងនៅក្មេងយើងគិតអត់ដល់អាហ្នឹងវាជាយើងគេប៉ុន្តែខ្ញុំចាប់អារម្មណ៍ rap របស់ដាដល់ពេលចាប់អារម្មណ៍គាត់ចាប់អារម្មណ៍ចេញមកអូ rap លយក៏ចូលចិត្តវិស័យ rap ហ្នឹងប៉ុន្តែអត់ដែលថាបាន rap អីចេញទៅរហូតដល់ដឹងមិនទេថ្ងៃមួយហ្នឹងចេញបទសិកាទៅក៏គេថាយើងចេះ rap ដែរក៏យើងចាប់ផ្ដើមទៅយ៉ាចឹងសិកាដំបូងហ្មងដែលយើងមានអារម្មណ៍ថាយើងពិតជា rap យើងសរសេរយើងអីហ្នឹងទៅយើងសរសេរយើងតែនិពន្ធសិកានីតាហ្នឹងបាទនីតាសិកាទៅហើយចឹងពីដើមមកពីក្មេងមកយើងមិនសូវចេះស្ដាប់ចម្រៀងអត់ចូលចិត្តទេចូលចិត្តអីវិញចឹងខ្ញុំលេងបាល់ខ្ញុំគិតតែពីទូខ្ញុំកីឡាករបាល់ទាត់ខ្ញុំគិតថាខ្ញុំកីឡាករបាល់ទាត់ចូលធ្លាប់សម័យថាចង់ចូលជំរឿជាតិខ្ញុំយកដែរណាក្មេងមិនรู้វិញចឹងតែខ្ញុំចង់ធ្វើកីឡាករបាល់ទាត់អូកាលពីក្មេងបងស្រឡាញ់បងច័ន្ទវឌ្ឍនាការខ្លាំងហ្មងលក្ខណៈជុំយ៉ាលក្ខណៈថាអូចង់ដូចគាត់ព្រោះកាលមកវឹកនោះយើងចាំបាននៅ2015 2016ហ្នឹងបាទតតយើងវាហ្នឹងហើយមានវិជាប្រិយភាពខ្លាំងរាល់លើកនៅពេលក្រុមជម្រើសជាតិលេងមួយប្រទេសណាក៏ដោយគឺដល់ 9 start ហ្មងអាផ្លោះលបងក៏មានអីក៏មានកាលនោះហើយកាលនោះយើងនៅស្រុកយើងអាចថាបានតែមើលទូអញ្ចឹងណាប៉ុន្តែកំឡុងពេលនោះនៅតាមភូមិស្រុកអីក៏អាកីឡាបាល់ទាត់ហ្នឹងក្មេងៗនាំគ្នាលេងច្រើនបាទលេងច្រើនអញ្ចឹងមានថាចូលចិត្តបាល់ហ្នឹងហ្មងខ្ញុំចូលចិត្តបាល់ឥឡូវទៅជប់សួរមួយសំណួរនេះរៀង sensitive តិចបាទ sensitive ឥឡូវរៀលក៏បាសីអូរៀលក៏បាសីហ្នឹងហើយឲ្យខ្ញុំរើសបាសីតែសួរមូលហេតុខ្ញុំអត់មានទេអូខេបាទខ្ញុំចូលចិត្តរបៀបដូច personality ដូច character របស់បាសីវា low key ជាងទៀតអញ្ចឹងបាទរៀលវាដូចណាចពេកណាចបាទវាណាចពេកនេះវិញរៀលអូថ្ងៃរៀលអី Madridista ចឹងនិយាយគ្នាបានដោយសារអាចនិយាយផងដោយសារស្គាល់បាល់ដំបូងតាមរយៈ Cristiano Ronaldo អញ្ចឹងមានថាយើង fan របស់គាត់អញ្ចឹងគាត់ទៅណាក៏យើងអាចថាទៅតាមគាត់ដែរគាត់នៅ Man U គាត់ទៅ Real បើទៅ Al Nassr អត់ទេសំទោប៊ូដូខ្ញុំ control ត្រឹម Real ហើយនឹងជួនទៅបានតែទៅ Al Nassr អត់ទេតែយេ respect ព្រោះអីជាធម្មតាបើយើងជា fan Real Madrid យើង respect club Barca នឹងខ្លាំងដូចតែ Real អត់លុយបើអត់មាន Barca ដូច Batman អត់លុយបើអត់មាន Joker អញ្ចឹងមែនអញ្ចឹងមានថាវាត្រូវការគ្នាអញ្ចឹងមានថាស្រឡាញ់បាល់ទាត់ខ្លាំងមកបាទខ្ញុំស្រឡាញ់បាល់ទាត់នោះដូចវាចេញពី environment ខ្ញុំអត់តាមដានបាល់ទាត់ទេពីទូចអីគូលេងហើយលេងល្អលេងយោហ្មងប៉ុន្តែដល់ពេលមាន idol ដំបូងបំផុតបាល់ទាត់ហ្នឹងគឺ Neymar គឺ Neymar ខ្ញុំពងស្រឡាញ់ស្រាប់ហើយ Neymar មកដូចថែមគ្រឿងទេខ្ញុំងប់បរោខ្ញុំជួយ Neymar លេងបាល់លយសប្បាយល្អមកហ្នឹងហើយលក្ខណៈគាត់លេងបែបសប្បាយ entertain មកខ្ញុំចូលចិត្តរបៀប entertain ខ្ញុំឃើញ Neymar លេងមើលរៀបលេងបាល់អញ្ចឹងមើល Neymar អូសប្បាយណាស់ Neymar ធ្វើអីធ្វើទៀតទៅក៏មានដល់ណាបត់ក្នុង album ក៏ខ្ញុំ mention Neymar អូ shout out to Neymar ខ្ញុំដឹង Neymar បានមើលវីដេអូនេះហ្នឹងហើយសុំតើ Neymar shout out to Neymar និយាយទៅមែនតាកាលនោះបើបងវិញចង់លេងបាល់ហ្នឹងគឺចង់ជាប់ជំរឿជាតិហ្មងសម័យកាលនោះបើបានទៅលេងឲ្យបឹងកេទៅលេងឲ្យអីនៅលយមែនទេអើយតែយើងនៅស្រុកស្រែហើយណាមួយយើងលេងបែបបានហ្នឹងលេងណាយើងលេងគ្នាឯងហ្នឹងអញ្ចឹងយើងចេះគិតថាខ្លួនឯងខ្លាំងអញ្ចឹងយើងមិនទាន់ទៅលេងប៉ះអ្នកខ្លាំងដែរចូលបញ្ចេះហ្មងខ្ញុំគិតថាបើវិស័យតន្ត្រីមួយខ្ញុំនៅអាច keep វាមួយការសិក្សាបានប៉ុន្តែបើបាល់ទាត់ហ្មងគិតថាមិនគិតថានៅមួយសិក្សាបានអាហ្នឹងចំណុចហ្នឹងគួរចាប់អារម្មណ៍ដែរព្រោះរៀងពិបាកខ្ញុំគិតថាពិបាកបាល់ទាត់ស៊ីពេលស៊ីកលាំងយ៉ាអញ្ចឹងវាពិបាកវាត្រូវការដាក់ចិត្តដាក់កាយខ្លាំងមួយការងារមួយហ្នឹងប៉ុន្តែបើតាមចំណាប់អារម្មណ៍បងអរគុណខ្លួនឯងដែរកាលពីក្មេងយើងលេងកីឡាជាពិសេសគឺបាល់ទាត់ហ្នឹងហ្មងព្រោះវាបរិញ្ញាយើងចេះធ្វើការក្រុមហ្នឹងវាបរិញ្ញាច្រើនហើយ position ដែលបងលេងកាលនោះលេងបំរើកដាលអញ្ចឹងមានថាយើងបែបយើង support ច្រើន
វាអាចថាត្រូវមួយអត្តចរិតរបស់យើងដែរអញ្ចឹងមានថាយើងលេងការពារយើងមិនសូវមាំហ្មងយើងលេងប្រយុទ្ធយើងមិនសូវកម្លាំងជើងអីខ្លាំងហ្មងអញ្ចឹងយើងបានត្រឹមចែកបាល់បោះបាល់អញ្ចឹងចុះអ៊ីមីវិញលេង position អីខ្ញុំពីទូចខ្ញុំអត់ដែរលេងតារាងទេលេងតែបាល់ដាក់បិជជើងអីទេហើយអាហ្នឹងអត់មាន position ទេគឺតទាំងអស់បាទតអស់ចង់អស់ពីក្រុមឡើងលើអត់ចង់អស់ប៉ះអញ្ចឹងទៅប៉ុន្តែដល់ពេលឥឡូវនេះបច្ចុប្បន្នខ្ញុំនៅលេងដែរមួយអាទិត្យ2ថ្ងៃលេងមួយបងថ្លៃលេងមួយអីចឹងទៅក្រុមប្តីល្អឆាត់អត់ទៅប្តីល្អឆាត់អត់ដល់ខ្ញុំលេងការពារបាទភាសាខ្ញុំស្ទើ stamina ខ្ញុំស្ទើកម្លាំងដូចគ្នាតែខ្ញុំមានបច្ចេកទេសក្នុងការការពារទៅបីតូចមែនតែខ្ញុំចេះការពារកុំមើងងាយយ៉ាវាផ្សារភ្ជាប់គ្នាមែនតាកីឡាហ្នឹងដល់ពេលយើងរៀនយើងលេងពីក្មេងចឹងទៅវាជួយជាមួយសុខភាពយើងរឹងមាំចឹងទៅហើយអាភាពវៃឆ្លាតរបស់យើងក៏វាទៅតាមនឹងដែរហ្នឹងអញ្ចឹងមានថាបើការយើងនៅក្មេងៗប្រហែលម៉ែឪមិនចង់ឲ្យលេងម៉ាទេរឿងតតបាល់តតអីហ្នឹងខ្លាចបាក់ដៃបាក់ជើងអញ្ចឹងណាតែឥឡូវគឺឃើញថាឪពុកម្ដាយមានការយល់ដឹងច្រើនជាងមុនគាត់ចង់ជំរុញឲ្យកូនគាត់លេងកីឡាមិនថាប្រភេទកីឡាអីក៏ដោយហើយកីឡាបាល់ទាត់នីមួយគឺវាត្រូវការគ្នាលេងវាត្រូវការក្រុមហើយការលេងហ្នឹងគឺវាទាមទារយើងចេះគេថាចេះធ្វើការងារក្រុមយោគយល់ឲ្យគ្នាអីគ្នាតែឆ្លោះគ្នាក៏ច្រើនដែរបាល់ទាត់នឹងមួយហ្នឹងហើយអញ្ចឹងមានថាឥឡូវគឺនៅតែបន្តលេងប៉ុន្តែឥឡូវយើងរៀនចប់ហើយនៅសាកលវិទ្យាល័យចង់សួរបន្តិចថាបន្ទាប់ពីចប់បាក់ឌុបហ្នឹងពេលហ្នឹងគិតថានឹងឡើងមករៀនពេញហ្មងឬក៏ពេលហ្នឹងរៀងសង្ស័យចង់មកបន្តិចអត់បន្តិចអីដែរខ្ញុំនៅពេញស្រាប់អូនៅពេញស្រាប់មែនអូស៊ីខ្ញុំមានវិទ្យាល័យនៅ Westland រៀននៅ Westland ហើយចប់ទី12ហ្នឹងគឺខ្ញុំរៀននៅពេញហ្នឹងបណ្ដោយអានេះអាចថាបងសុំទោសដែរស្មារតីមកពីខាងខេត្តព្រោះលក្ខណៈថា vibe អាចថាយើង relate គ្នាតែ that's okay ចឹងមានថាយើងជាចប់ហើយគិតថាចង់រើសជំនាញអីកាលកាលនោះខ្ញុំអត់មានគោលដៅអត់ដឹងថាចង់រៀនអីខ្ញុំគិតថាសិស្សទី12ដែលចប់គឺវាដូចគ្នាដែរព្រោះខ្ញុំសួរមិត្តភក្តិខ្ញុំដែរថាចប់រៀនអីសិស្សតែអ្នកអត់ដឹងទេមានអ្នកដឹងម្នាក់ពីរទៅសិស្សបកាយចង់រៀនពេទ្យរៀនអីទៅតែពីច្រើនសិស្សអត់ដឹងទេហើយខ្ញុំក៏នៅក្នុងចំណោមខ្លួនឯងខ្ញុំអត់ដឹងថាខ្ញុំចង់រៀនអីទេប៉ុន្តែបងស្រីខ្ញុំគាត់ influence គាត់ប្រាប់ថាទៅរៀន AFL ទៅរៀនយកជំនាញអង់គ្លេសទៅដោយសារអង់គ្លេសហ្នឹងវាដូចរបៀបថាបើយើងរៀនជំនាញអីមួយឧទាហរណ៍រៀនជំនាញIT រៀនជំនាញ IT បើយើងទៅធ្វើការផ្សេងយើងប្រើ IT នៅអាការដែរប៉ុន្តែបើយើងរៀនអង់គ្លេសវាដូចចាក់ខ្សែវាដូចគ្រូអីធំមួយមានតែដឹងយើងត្រូវប្រើមកអង់គ្លេសហ្នឹងគឺត្រូវតែប្រើមកអញ្ចឹងទៅគឺគាត់ឲ្យរៀនអង់គ្លេសទៅហើយក៏ខ្ញុំទៅ AFL ប្រឡងចូលទៅជាប់ទៅរៀនចាប់ដល់ហើយឆ្នាំទីប៉ុន្មានដែលយើងចាប់ផ្ដើមថតបទសីកាទៅអីហ្នឹងដូចជាឆ្នាំទី2ចូលទី3មកចាប់ផ្ដើមថតបទសីកាពេលហ្នឹងខ្ញុំថតរដងហ្នឹងគឺខ្ញុំអង្គុយហើយពួកម៉ាក់ខ្ញុំ2នាក់នៅពីក្រោយហើយមែនសាពួកម៉ាក់សកលហើយពួកគាត់អត់ដឹងទេខ្ញុំគិតខ្ញុំចង់ថតតែខ្ញុំក៏ហៅពួកគាត់មកចូលទៅចេញទៅផ្ទះហ្នឹងថតទៅក៏អាសិកាទៅ2-3ថ្ងៃផ្ទុះយកហ្មងផ្ទុះឡើង1លានជាងយកហ្មងហើយដល់ពេលអញ្ចឹងទៅពួកគាត់រៀងអៀនខ្លួនឯងតែពួកគាត់ធ្វើខ្លាចខ្ញុំលក្ខណៈថាចាំក៏យក concept hype man នឹងតិចសម្រាប់ទស្សនិកជនខ្លះឬក៏ប្រិយមិត្តខ្លះស្គាល់នៅក្នុង rap គេមានគេថា fiction rapper គេដើរជាក្រុមគេមានអាចថា rap star គេមួយយ៉ាងទៅហើយអ្នកនៅជុំវិញហ្នឹងគឺសិតតែ hype man មានថានៅពេលដែលត្រូវការថតត្រូវការ MV ទៅការអីហ្នឹងគឺ hype man ហ្នឹងជួយញ៉ាំងឲ្យគាត់ហ្នឹងកាន់តែអស្ចារ្យអញ្ចឹងណា hype man ជីហ្នឹងហើយអញ្ចឹងចៃដន្យដែរមែនទេចៃដន្យអញ្ចឹងយូរទៅវីដេអូក្រោយទៀតគឺអត់ពួកគាត់បានហ្នឹងហើយអត់ពួកគាត់បានប៉ុន្តែពួកគាត់រៀងសម្រួលអីយ៉ាបត់ជាងមុនតែសារវីដេអូដំបូងគាត់ដឹងទេយើងលេងពេលទៅគាត់ដឹងអូអញ្ចឹងគាត់រៀងមួយអូខេអញ្ចឹងមួយយ៉ាងដែរហើយពេលហ្នឹងហៅថាreaction ពីមិត្តរួមថ្នាក់ឬក៏ពីគ្រួសារវាអីមិនដែរចាំបានគ្រូសាខ្ញុំដូចអត់តន់ដឹងថាអូខ្ញុំ viral អីក្នុង TikTok អីទេតែសារពេលហ្នឹងចាស់គាត់អា TikTok ហ្នឹងវាអត់តន់វាយបាខ្លាំងទៅលើ audience របៀបចាស់ចាយទេតែឥឡូវគឺគ្រប់ហើយពេលហ្នឹងតើពួកម៉ាក់ខ្ញុំទេអូគាត់ដឹងទេគាត់
mà bây cái có mà banh cái có mà vậy đó chúng lâu mẹ ủa là bây là ai đòi người taกับเป็นยังไงอะไร តែវាប៉ះពាល់មួយការរៀនយើងអត់កំឡុងពេលហ្នឹងសួរផ្ទាល់ហ្មងអ៊ីមី កំឡុងពេលហ្នឹងវាប៉ះតែវាប៉ះតិចខ្លាំងដោយសារខ្ញុំ fresh ដែរខ្ញុំបែងចែកទៅពេលវេលាច្បាស់លាស់អញ្ចឹងទៅយើងដឹងថាពេលណាយើងធ្វើវាពេលណាយើងអីហើយយើងចេះគ្រប់គ្រងទៅបានវាអត់ស្អីបាទរត់ដើរទៅណាគេស្គាល់ដែរrồiគេហៅអូសាហាបើសាហាដើរទៅណាគេអត់ស្គាល់ដោយសារខ្ញុំមានវ៉ែនតាហើយមានក្រាស់អញ្ចឹងពេលខ្ញុំដើរក្រៅខ្ញុំអត់ដើរអត់មានស្គាល់ងឹតឈឹងមកដឹងណាគេមកចឹងនេះ IFL អត់ស្គាល់ឡើយកំឡុងពេលហ្នឹងបាទពេលណាគេស្គាល់ពេលឡើងប្រឡង rap ហ្នឹងឡើងប្រឡង rap អីហ្នឹងក៏អត់ស្គាល់ទេមានអារម្មណ៍ថានៅពេលដែលខ្ញុំនៅលើ social media គឺវ៉ែនតាគេឲ្យនឹកក្រាស់លោតមកចឹងទៅតែដោះនេះគឺ300រៀលមើលអត់ស្គាល់ស្គាល់អីដូច Superman ចឹងមើលដូច Superman អត់ដល់តាមើលឡើងស្គាល់ដល់តែអាហ្នឹងវា advantage មួយដែរវា fresh ដែរព្រោះយើងដឹង celebrity គឺគាត់ពិបាកក្នុងការអង្គុយញ៉ាំប្រហិតតាមចាំផ្លូវអីចឹងទៅពេលខ្លះខ្ញុំភ្លេចខោខ្លីដើរវិញភូមិអីចឹងចឹងតែខ្ញុំដល់តាដល់ក្រៅខ្ញុំមានសិតហើយខ្ញុំធ្វើអីក៏បានដែរយើង fresh បាទអាហ្នឹងវា advantage មួយត្រង់ហ្នឹងដែរចឹងមានថាអូមានថាប៉ុន្តែមិនសម្រាប់ឥឡូវណាឥឡូវគេស្គាល់ឲ្យដោះតាដោះគេស្គាល់បាទចុះមិនដែរអាភិលល្បីហ្នឹងសម្រាប់អ៊ីមីចូលចិត្តអត់សម្រាប់ខ្ញុំបើសួរសម្រាប់ខ្ញុំហ្មងខ្ញុំគាត់ថាខ្ញុំចូលចិត្តអូខេខ្ញុំចូលចិត្តហ្នឹងល្បីក៏បានល្បីតិចទៀតល្បីជាងហ្នឹងក៏បានបើបានល្បីហ្នឹងស្ទើរល្បីជាងហ្នឹងក៏បានវាមានអីបងជីវិតវាសាមញ្ញគេលែងស្គាល់វិញក៏បានគេលែងស្គាល់ក៏បានសាមញ្ញខ្លាំងនិយាយបាល់អូទៅកៅស៊ីលេងបាល់ហ្នឹងដែរខ្ញុំលេងបាល់ទៅសុបាយនិយាយមែនទេនិយាយចឹងចង់ទៅលេងបាល់វិញចង់ខ្លាំងលើមកឥឡូវបើលេងពេលណាចង់ហៅបងចង់សាប់ជាគុណវិញបងខ្ចីសុំមួយសុំចូលមួយអាចថានេះវាប្លែកដែរបើពីខាងពួកបងទៅ content creator ក៏វាអាចថាមានភាពល្បីអីហ្នឹងណាមានថាវាជារបស់មួយថ្មីសម្រាប់មនុស្សទូទៅព្រោះពីដើមឡើយអាភាពល្បីល្បាញហ្នឹងគឺយើងមានតែសម្រាប់តារាភាពយន្តតារាចម្រៀងអីដែលគេហៅថាធំខ្លាំងតារាម្ដែងអីចឹងណាតែឥឡូវគឺគ្រប់គ្នាគឺសិតតែល្បីទាំងអស់អញ្ចឹងមានថាយើងដើរចូលចំណោមឧទាហរណ៍ចំណោមគេយើងមិនមែនល្បីតែយើងណាគេនោះគេអាចតែប្រមាណលាន follower អ្នកនោះគេអាចថាមានចម្រៀងគេផ្ទុះអីចឹងទៅយូរទៅអាភាពល្បីហ្នឹងវាលែងពិសេសទេមានថាបើគ្រប់គ្នាល្បីអស់ហើយហ្នឹងហើយអត់ល្បីទៅពិសេសវិញហ្នឹងអ្នកអត់ល្បីទៅពិសេសវិញហាបងឯងអត់មាន social media account ទេជុំអត់ល្បីហ៎អូនិយាយមកចឹងវិញអាចអញ្ចឹងថាវាមួយយ៉ាងដែរអញ្ចឹងបានចង់សាកសួរបន្តទៀតដែរព្រោះអេមីកំឡុងពេលណាដែលកំឡុងពេលរៀននៅសាកលហ្នឹងឆ្នាំទីម៉ានដែលចូលប្រឡង rap ប្រឡងកម្មវិធីអូឆ្នាំដែលចូលប្រឡងដូចជាឆ្នាំទី3ចូលទី4បាទឆ្នាំហ្នឹងគេចាញ់ The Rapper Cambodia Season 1ហើយក៏ចូលប្រឡងពេលហ្នឹងមានអ្នកជំរុញឲ្យចូលប្រឡងឬក៏យើងខ្លួនឯងចង់ទៅអ្នកជំរុញមានហើយគឺជំរុញបានផលមែនគឺ fan នៅក្នុង TikTok បាទគាត់ឃើញយើងមាន color មួយច្បាស់អញ្ចឹងហើយ color យើងគឺអត់សូវឃើញដែរអញ្ចឹងទៅគាត់ចង់ធ្វើអានឹងក្នុងលើកម្មវិធីទៅហើយយើងក៏ហើយខ្ញុំចូលចិត្តសាកដែរខ្ញុំអត់ខ្លាចអីទេខ្ញុំសាកព្រោះអ្នកខ្លះតែចូលប្រឡងមិនលើឆាទូមុខណាគេមុខបងបានដែរយល់អញ្ចឹងវាអត់អាចទៅរួចទេតែអត់ទេខ្ញុំសាកខ្ញុំមិនសាកទៅក៏បានចេញទៅដែរអញ្ចឹងមានថាពេលហ្នឹងគឺយើងអាចថាមានការគ្រប់គ្រងពីនៅលើ TikTok ខ្លះហើយមាន fan base មួយចំនួនហើយដល់កម្មវិធីហ្នឹងមកចំពេលទៀតបាទហ្នឹងវាអញ្ចឹងដែរអញ្ចឹងមានថាកំឡុងពេលនោះក៏អ៊ីមីអាចថាមាន color ខ្លួនឯងមែនបាទបេក្ខជនចូលរួមប្រឡងច្រើនប៉ុន្តែយើងវាមានរសជាតិផ្សេងដែលអាចថាតាក់ចំណាប់អារម្មណ៍គណៈកម្មការចប់ការប្រឡងហើយទោះបីជាយើងមិនបានជិះលពីអីមែនប៉ុន្តែគេនៅចងចាំយើងហើយមិនធំតែប៉ុណ្្នឹងឯងបាន featuring មួយខូចនៅរត់ទៀតញ៉ាចឹងមិនដែរលក្ខណៈថា relationship មួយបងនៅរត់ហើយបងរត់ខ្ញុំគិតថាល្អដោយសារបងរត់ក៏ស្រឡាញ់កូនសិស្សគាត់ហើយលេងបាល់ខ្ញុំលេងមួយបងរត់ហ្នឹងបាទដោយយូរណាស់លេងមួយបងរត់ម្ដងចឹងទៅ
bọn đây lên bà lo đây tụi hai nó phải lại con là có nhưng relationship mùi con sao mùi khủ ấy lấy snit như chúng pe lòng này bạn này ra đôi bon này chứ bông trắng suy chơi đại để sao đây cầm lòng pe môn châu bờ lóng dương rap đá bên tay dương more like hobbies lại cái này thằng lênสบายchứ bên tay pe dương châu bờ lóng dương riêng pi achieve mùi năng được qua professionalism bảo vệ mình khai lại cái này môn pe dương châu bờ lóng dương fresh dương creative dương nhưng ai vậy thằng creative dương bật tranh mà tăng ọt qua thì phải khâu thử rồi để sao dương toàn đăng thà ấy khâu ấy thử rồi dương miền ấy kết ấy nông cuối dương bật tranh màu chẳng về ban bên nó về dương châu bờ lóng miền lại mờ miền khâu miền producer có chui trăm mờ chẳng còn để thà có đăng thà ô anh ấy creative bọn này mong vô lại bọn này bật tranh tới là oi còn té viết khâu form miền này thà này bật tranh tới viết toàn thử còn này thử tôi chơi chấm miếng có viên miên structure với lại viết thử bìa mạch ấy mạch là hốt đó punchline người ta nhóm bắt đăng đề nhóm cứ đăng tại thơ thì nhóm ta thơ thì về chẳng tới bàn châu bờ lỏng thấy nhiên vô thà ồ cái miên hụt nhưng mà từng có hụt chấm miếng ấy cái vong châu bờ lỏng cái miên hụt làm bây giờ đang do mau repeat ấy nó nhóm bắt đăng tới có ví dụ vì miên hướng chờ nên không chấm miếng đây là đăng tại châu tới có 3.000 sau mỗi tiết là việc thơ ca mỗi producer ấy lại đi đài bị một sáng vô từng từng producer này kia cái đó cái thơ ấy vậy này con coi thơ ba lên nhưng mà đang chưa mua qua đó cái producer có producer đấy tam cái ok đây này cho từ bộ miền ấy là lọ bị khôi bị bong ai thà cầm lòng bị dương bong nữa từ bộ miền bị bong bị khôi cầm lòng bị bong nó đây lọ nhưng cái thà con ao dương mà thơ chỉ luôn ấy tôi xua bên này cái ấy dương chơi luôn ấy bà hay năng si diếm cả đôi chia rehearse ở ban trường để pe ballon năng một năng lặng chá từ xa dương miệt các ta mà đón dương lại ballon dương lang đấy bật lấy ấy dương ai xong cái chìm lòng tiệt bán này trong rehearse vi ở trăm hay chưa chạy lên luôn anh performance thời tẹt tiên cùng còn lang tới bật tranh bật cho miếng tranh tay trao thử miếng performance miếng ấy môi cái lưỡi tui môi chứ bây giờ ca tẹt tiên nghe chứ nên cái gì đầm bông miếng còn bữa sau tới mẹ làm thầy mi mẹ mấy vậy đài thầy chủ trịch xạ ấy thay mày đấy hay mới tới khai hàn anh nó mau bị không mấy mà mẹ được cô mày anh nó mau bị không mấy mau bị environment nơi phum tôi có sẵn cát tại dương đau mùi này dương lẹ này hay giờ nhóm lẹ tam phụ quạt này hiên sầm rải chất hiên thời mình tái thơ ấy khó này cứ hiên sầm rải chất thời để thử nó dương kịch đá thà nó thử ở thì chấn hay dương tại sầm rải chất thời sao miền phim yên không hại năng ngày phù áp để dương từ bờ lòn chết khung pe về liền clay về thời ca sầm rải chất liền lươn chẳng biết thời mùa dương này đôi vì hạ bay đi hạ đôi chị chỉ đặt lại cần nèประเภทมันนึกว่ายืนนึกไปซ้อมจะมวยนั่งกรรมทีแบบนึงโอเคให้มวยเป็นติดการผลิตจำเรียงประเภทแรปประเภทไอ้นี่คือเธอการเลื่อนในใดจะไม่ถ้ากำลังเป็นนั่นคือจับดามสกอร์เอมี่บดาเลิกปีไอ้ถ้าเลิกปีเนี่ยทอดติ๊กต็อกอะไรนี่ก็ยังดิเตยเชียโจทย์ขนม environment ให้มันทำแต่ปนน้อยคือยังในจุ่มเป็นคล้วนคือสเตเนสลังแรปนั่นเด็กคนนี้ให้ยังลุยมือเกย์ลุยมือยังตัวเป็นตัวมาจังเตยให้โจทย์ต่อไปนั่งมาเตียไปลองให้ไปน้องคือทัวร์ในแต่ไปต่อทัวร์เพลงทัวร์ไอทอมนั่นกันไปลองให้rapper แบบมวยการ the rapper season 1ไปลองให้ไปนั่งtranh chuyệnไปนั่งก็ยังจับดามบานอีวันในพวกสกอร์จังแค่2 chuyện 2เหมือนแต่nhóm nơi ta toàn miền sầm mặt tập hiệp muối bật lật bọt pin mà thế nhóm bắt sơ chết nhóm bắt đăng thà thử bật lật bọt pin từ mấy thế nhóm vô tập bọt lỏng tới chiến nó bọt freestyle ska sân ý nó bọt pin nó vô tới chiến thì nhóm bắt toàn chết tới xe bọt pin và đăng thà thử mấy bạn chập đào mà thử mấy ở bên trong với cá đó đăng thà ta xe rồi mấy chua này lồi người ta đăng thà thử một chập đào mà miếng sai hướng chọc miếng sai hướng là toàn chết tới xe bọt cho potom một tiết cho là về nắng mình thấy dừng từ trường tam trại xem cái score cái ấy
ហើយតមកកម្មវិធី rap មួយទៀតកាលនោះ rapper fighter rapper fighter ចូលប្រឡងទៀតកាលនោះ ចូលប្រឡងទៀត យ៉ា បាទចូលប្រឡងទៀតខ្ញុំចង់ប្រឡង ចង់ប្រឡងទៀតណា បាទមូលហេតុដែលខ្ញុំចង់ប្រឡងហ្នឹងដោយសារមើលការចាប់ The Rapper Cambodia Season 1ចាប់ហើយខ្ញុំដើរច្រៀងមែនប៉ុន្តែខ្ញុំអត់ទាន់ចេះនិពន្ធអីត្រឹមត្រូវទេរហូតដល់ខ្ញុំច្រៀងហើយយើងក៏ចាប់ផ្ដើមសារព្រៀងស្ងាត់ទៅក៏ខ្ញុំចាប់ផ្ដើមរៀនសូត្រពីតន្ត្រីហ្នឹងពេលហ្នឹងអត់ទាន់ចូល Rapper Fighter ណាខ្ញុំរៀនសូត្រហើយក៏ខ្ញុំចេះនិពន្ធហើយខ្ញុំដឹងតាមពិតនិពន្ធគេនិពន្ធចេះអញ្ចឹងខ្ញុំចេះនិពន្ធហើយអញ្ចឹងខ្ញុំធ្វើម៉េចបញ្ចេញមាននរណាឲ្យគេចាប់អារម្មណ៍ក៏ Rapper Fighter Season 1ហ្នឹងមកអូខេខ្ញុំបញ្ចេញអាការនិពន្ធខ្ញុំនៅលើហ្នឹងបាទហើយបត់បើបងឯងស្ដាប់បត់នៅក្នុង The Rapper Cambodia របស់ខ្ញុំអត់សូវមានន័យអត់សូវមានសាច់រឿងអីទេចេះ rap វាជួនវាអីមែនប៉ុន្តែវាអត់មានសាច់រឿងទេដល់ពេល Rapper Fighter Season 1បត់ខ្ញុំមានក្បាលមានបញ្ចប់ហ្នឹងហើយមានន័យក្នុងហ្នឹង ហើយបត់ដែលគេស្គាល់ច្រើនគេគឺបត់អូន បាទអូន សអូនហើយតអូន គេតែអូន អត់ឯង rap កន្លែងហ្នឹងតិចបានអត់អូជួយកន្លែងហ្នឹងអូខេតោះ អូនសអូនណូគេអានថាអូនតែបលំដាក់ក៏ស្មាកូនតែបើអត់បងអត់អូនអត់កូនតែបើមានបងអត់អូនស្មាសូនតែបើមានបងមានខូស្មាស្តូនតែបើអូនព្រមឲ្យបងផ្ញើកូនឆាប្រាប់បងតាមតេឡេហ្វូនមកតទៅក៏ដែរចាំយើងកាច់ដៃមួយស្មាតញ៉ាំសាំងវិចសៃចាំវាយសៃមួយស្មាតលេងខ្មោចលងទាញពូហើយចាំអូនលោកទាញបេះដូងបងយ៉ាលោកទាញបេះដូងបងយ៉ា យេអរគុណកន្លែងហ្នឹងគឺ viral ខ្លាំងកំឡុងពេលហ្នឹងបងចាំបានហើយបងចាំបានកាលនោះមាន rapper បងសាច់បងឲ្យគាត់ repost គាត់សរសើរពីអា color របស់ឯងអាល្បិចលេងពាក្យហ្នឹងដែលគ្មានអ្នកគេនឹកឃើញយកអាការបកបមិនញយកដល់ខ្លាំង ពេលខ្លះអាចថាចង់សួរដែរថាអា creativity នៃការរើសពាក្យហ្នឹងវាមកពីណាឬក៏យើងខ្លួនឯងមិនដឹងដែរខ្ញុំអត់ដឹងបងយើងអត់ដឹងថា inspire យកពីណាមកបើយើងទៅ rap បាទសុក rap ចេញអញ្ចឹងមកហ្នឹងហើយព្រោះ rapper មានអាដូច challenge មួយរបស់ក្នុងចំណោមពួកគាត់ថាតើពីណាគេអាចយក angle ណាដែល rap ចេញមកវា unique ពាក្យហ្នឹងវាក្រៀមភាសាវាលោយបាទតែមានអាហ្នឹងមានបាទគេថាដូចគេហៅថាជុំគេហៅថាបើអ្នកវាយបដាលមានស្នៀតចម្លែកណាយ៉ាដែរឃើញមិនដែរឃើញចូលមិនដែរលក្ខណៈថាដូច parole មុននឹងចេញបទមួយហ្នឹងកំឡុងពេលហ្នឹង freestyle ឬក៏យើងអង្គុយសរសេរច្រើនកែច្រើនឬក៏មិនវិញអាចថាចាំបានបទអូនហ្នឹងបទប្រឡងបទអូនហ្នឹងដូចជាខ្ញុំ freestyle សិន freestyle ខ្ញុំ fresh ទៅ freestyle មិននឹកឃើញអូនបលុបអូនដាក់កោចេញកូនអត់បងអត់អូនវាអត់កូនអីចឹងទៅ freestyle ទេប៉ុន្តែ freestyle លយទៅក៏ខ្ញុំទុកអាបាហ្នឹងទុកប្រើពេលណាវាសំរុំដល់មាន rapper fighter ចេញមកដាក់ពេលហ្នឹងមកហើយចាំមើលថាអាហ្នឹងវាជាង freestyling ស្ដាប់ទៅវាលយអញ្ចឹងយើងអត់ប្រើនៅក្នុងបទហ្នឹងឯងតែយើងគ្រាន់តែទុកបាហ្នឹងប្រើថ្ងៃក្រោយហ្នឹងយើងត្រូវចេះទុកព្រោះ rapper មិនសុកអាហ្នឹងលយខ្លាំងតែចេញលើ YouTube ចោលតែចេញចោលទៅបាត់ហើយអញ្ចឹងត្រូវឱកាសមួយណាបាទហ្នឹងពិតជាលយខ្លាំងមែនទុកវាចូលកំឡុងពេលដែលយើង rap បទហ្នឹងនៅក្នុងកម្មវិធីមានញៀននៃមួយដឹងអត់ថាចុងបទនេះលយឬចេញទៅ viral ដឹងមុនអត់នឹងបទហ្នឹងខ្ញុំដឹងថាបទហ្នឹងដឹង viral ដោយសារអាការ rapper fighter ហ្នឹងគឺពីមួយវគ្គទៅមួយវគ្គខ្ញុំ viral តរហូតអញ្ចឹងទៅចង់មកបទហ្នឹងទៀតខ្ញុំដឹងថាវាទៅថែមកតង់ទៀតបាទវាអូនអីវិញហ្នឹងបាទអាករណី freestyle ហើយទុកប្រូផ្ទុះអញ្ចឹងមាន2ដងហើយមានបទអូននឹងមួយហើយនឹងការ The Rapper Cambodia បទវ៉ាអៃនីវ៉ាស៊ីហននីបទដកម៉ាន់នីចេញពីកប៉ៅមីអាហ្នឹងក៏ freestyle ហើយទុកដែរមែនតែការហ្នឹងខ្ញុំ freestyle លើអីហ្នឹងទៅក៏អាណាឡយខ្ញុំ keep វាខ្ញុំអត់ប្រើប្រាស់ផុសលើ TikTok ចោលទេ keep វាដល់ពេលមានប្រឡងមានអីជាកន្លែងមួយ the best សម្រាប់យើងបញ្ចេញវាជឿកំឡុងពេលប្រឡង Rapper Fighter វគ្គ1ហ្នឹងព្រោះយើងធ្លាប់ប្រឡង Rapper Cambodia ម្ដងបាទចូលកម្មវិធីហ្នឹងមួយទៀតវាបរៀនយើងមិនខ្លះលើសពីអាកម្មវិធីមុនអាចថាបរៀនយើងពីរបៀបធ្វើភ្លេងមានថាឲ្យយើងត្រូវចេះរៀនពី structure របស់ bot គេរៀបមិនអីមិនចុះអាទី2នេះអាទី2តាមពិតអាទី2
ខ្ញុំចូលទៅខ្ញុំជំនឿចិត្តខ្លួនឯងខ្លាំងថាអូតូដល់ final ទេមកដោយសារខ្ញុំដឹងពីតន្ត្រីនឹងខ្លាំងហើយខ្ញុំចង់ចូលហ្នឹងគឺខ្ញុំដឹងថាខ្ញុំអូតូដល់ final គាត់ថាការលើកពានមិនលើកពានវានៅស្ពេចស្ពិលអញ្ចឹងបើតាមជាក់ស្ដែងមក Rapper Fighter Season 2បានរៀនអីខ្ញុំខ្លះខ្ញុំគិតថាបាន challenge ខ្ញុំពីរសជាតិតន្ត្រីមួយចំនួនដែលខ្ញុំអត់ដែលធ្វើនៅក្នុងកម្មវិធីហ្នឹងឧទាហរណ៍ការ ឌីគ្នាខ្ញុំជាបុគ្គលអ្នកដែលគិតវេះអាការ ឌីហ្នឹងខ្លាំងខ្ញុំអត់ចង់ឌីអត់ចង់ឲ្យគេឌីខ្ញុំក៏ខ្ញុំអត់ចង់ឌីគេវិញដែរហើយធ្លាប់មានគេឌីខ្ញុំការប្រឡង The Rapper ចប់ដំបូងមានគេឌីមានអីចឹងតែខ្ញុំក៏ដឹងថាខ្ញុំអ្នកតន្ត្រីគេស្ដាប់ដឹងហ្មងថាប្រូណាវាបហាទៅណាគេហ្នឹងបត់ហ្នឹងវាបហាមកខ្ញុំតែសួរខ្ញុំ reply ទៅខ្ញុំអត់ខ្ញុំដាច់ខាតគឺអត់ធ្វើឌីហ្មងចៃដល់ Rapper Fighter Season 2គេមានឌីឲ្យបើកម្មវិធីប្រឡងហ្នឹងអាហ្នឹង challenge ខ្ញុំទៅខ្ញុំគិតថាហ្នឹងបរៀនខ្ញុំខ្លាំងបរៀនហើយក៏ឲ្យខ្ញុំរកឃើញថាតាមពិតបឌីក៏ខ្ញុំអាចឌីបានដែរទោះបីជាសលេងយើងមិនកាចប៉ុន្តែតែការលេងពាក្យយើងវាខំងាំហើយគឺយើងស៊ីហើយបាទចឹងមានថាវានាំឲ្យយើងទៅស្គាល់ប្រភេទរសជាតិរបស់ rap ដតីទៀតដែលយើងដែរបានសាកដូច diss track ដូចអីហ្នឹងអានេះគឺស្អាតក្នុង rap បាទសាកពេលខ្លះអត់ចង់សាកទៀតទៅវាជាការកំណត់របស់កម្មវិធីណាកាលនោះជាកូនសិស្សរបស់ខូចពន្លឺបាទបងពន្លឺមិនដែរធ្វើការងារមួយបងពន្លឺជួបគាត់ប្រេះបងពន្លឺគាត់treat កូនសិស្សដូចបងគាត់យំខូចខ្ញុំគាត់ថាប្រហែលជាគ្រប់ខូចមិនដឹងក៏មិនតែបងពន្លឺគាត់មើលខ្ញុំដូចបងគាត់ចឹងហើយគាត់មានអីនិយាយត្រង់គាត់និយាយត្រង់បើអីលយគាត់គាត់ទៅសាគាត់ហែបយើងអាប់ចឹងនឹងអរគុណបងពន្លឺដែរ shout out ទៅបងពន្លឺ shout out ទៅបងពន្លឺគាត់จะជួយខ្ញុំដែរជួយច្រើនពេលខ្លះទៅយើងមិនថាដូច rapper គេមានជាគ្នាអញ្ចឹងធ្វើការ feedback ឲ្យគ្នាទៅវិញទៅមករៀនពីគ្នាទៅវិញទៅមកមួយយ៉ាងដែរព្រោះវាមិនមែនបើយើងនៅកន្លែងការងារក៏គេមានដែរ junior senior អញ្ចឹងណាយើងបរៀនគ្នាទៅវិញទៅមកអញ្ចឹងឃើញថាកម្មវិធី rap ដែលឃើញគេរៀបចំហ្នឹងគឺវាមានលក្ខណៈហ្នឹងថាបង្វឹកក្មេងៗដែលស្រឡាញ់ rap ហ្នឹងឲ្យចេះឲ្យស្គាល់ពី structure ចម្រៀងឲ្យចេះធ្វើការជាមួយ producer ឲ្យចេះអីចឹងណាអញ្ចឹងអា talent របស់យើងដែលដូចអ៊ីមីថាពីមុនឡើយតែសេតែបត់ឲ្យទៅជូនទៅតែមិនដឹងចប់ណាអីណាទេតែឥឡូវចាប់ផ្ដើមគិតពីអាហ្នឹងបាទត្រូវតែគិតហើយហ្នឹងហើយត្រូវគិតហើយតែគិតធัวអាចថាឥឡូវយើងជាអ្នក rap អាជីពបាទ rap ជីពយើងហៅលុយពីវាយើងអាចធ្វើវាលែបានទៀតអូខេចុះសំណួរមួយទៀតឥឡូវចង់សួរអេមីដែរដោយសារអេមីអញ្ចឹងមានថាកំឡុងពេលប្រឡងហ្នឹងគឺរៀនចប់នៅអា Rapper Fighter Rapper Fighter រៀនចប់ហើយរៀនចប់ហើយរៀនចប់ហើយអញ្ចឹងយើងរៀងធូរដែរហ្នឹងអាច focus លើហ្នឹងបានពេញលេញបាទវាខុសប្លែកមិនដោយសារតែអាចថាអេមីមានចំណុចដែលស្តៀងជាមួយនឹងមានថាចេញពីវិស័យអប់រំពី academic ដែរយើងមានសញ្ញាបត្រយើងមានអីយើងរៀននៅសាលានៅសាកលវិទ្យាល័យហើយពេលដែលយើងទៅធ្វើការមែនទេយើងទៅធ្វើការនៅក្នុងវិស័យតន្ត្រីខាង creative ច្នៃប្រឌិតនៅសុទ្ធហ្មងអាចថាចង់ឲ្យអេមីនិយាយពីចំណាប់អារម្មណ៍របស់ខ្លួនឯងពេលដែលយើងធ្វើការក្នុងវិស័យមួយហ្នឹងចេញពីអាចថាផ្នែក business វាយ៉ាងម៉េចវាពិបាកមិនដែលយើងអាចថាដូចធ្វើយើងភ្ញាក់អីដែរពេលខ្លះយើងនៅវិស័យយើង education តែយើងទៅធ្វើវិស័យ rap ប៉ុន្តែខ្ញុំក៏ធ្លាប់ធ្វើគ្រូដែរខ្ញុំធ្វើគ្រូរៀនណាបាទខ្ញុំធ្វើគ្រូរៀនមុន rap ហ្នឹងទៀតអញ្ចឹងឥឡូវខ្ញុំអាចថ្លឹងថ្លែងមកថាខ្ញុំបែកតៃណាជាងអញ្ចឹងសម្រាប់ខ្ញុំយើងរៀន education ប៉ុន្តែចូលvàoវិស័យ rap ឯនេះវាអត់មានចំណេះដឹងណាក្នុងសភៅមក relate ក្នុងអាវិស័យយើងធ្វើការនេះបានសោះហ្មងប៉ុន្តែវាអាចបានរបៀបថាការធ្វើការងារក្រុមការអីយើងយកមក apply បានតែបើចំណេះដឹងអីផ្សេងយកមិនដាច់បានវាអត់តាក់ទងគ្នាលើវិស័យសិល្បៈអីផ្សេងហ្នឹងហើយប៉ុន្តែដោយសារតែការបរិញ្ញារបស់ខ្ញុំនៅ IFL ការរៀនរបស់ខ្ញុំនៅ IFL ហ្នឹងគឺមុខវិជ្ជាដែលខ្ញុំរៀនហ្នឹងគឺគេបរៀនឲ្យយើងចេះបត់បែនអញ្ចឹងតែខ្ញុំគិតថាហ្នឹងជាអីមួយដែលឲ្យខ្ញុំបត់បែនចូលសិល្បៈស្រួលមានន័យថាគេបញ្យល់យើងថាការបត់បែនធ្វើម៉េចដើម្បី adapt ទៅអីមួយយើងស្រួលហ្នឹងទៅក៏យើងរៀនត្រូវទៅយើង apply វាមក
វា productive មែនគឺវាបត់បែនយើងចូលអីរៀងចុះចូលអីរៀងចុះអញ្ចឹងអញ្ចឹងវាបត់បែនមួយសិល្បៈហ្នឹងខ្ញុំគិតថាចូលដោយសារការរៀនសូត្រនឹងដែរបើថាខ្ញុំរៀនខ្ញុំអត់ដឹងថាបើរៀន IT គេមានបរិញ្ញាការបត់បែនហ្នឹងខ្លាំងអត់ណាអញ្ចឹងវាយើងពិបាកតែបើ IFL គឺបរិញ្ញាដិតដល់តើតងការអាដាប់អីមួយទៅធ្វើអីមួយហើយបើសួរថាថ្លឹងថារៀនវិស័យអប់រំហើយធ្វើវិស័យអប់រំនិងធ្វើវិស័យសិល្បៈនេះចូលចិត្តមួយណាខ្ញុំចូលចិត្តអាសិល្បៈជាងដោយសារខ្ញុំធ្លាប់ធ្វើអប់រំដែរដូចខ្ញុំ5ថ្ងៃមកអញ្ចឹងខ្ញុំធ្លាប់ធ្វើគ្រូបរៀនតែខ្ញុំគិតថាខ្ញុំអត់សូវសមនឹងគ្រូបរៀនដោយសារខ្ញុំលេងយ៉ាងច្រើនពេលខ្លះពុលទឹកមាត់មួយសិស្សពុលនំសិស្សលេងតែចុំគ្រូបរៀនគាត់កើតទេមួយអញ្ចឹងខ្ញុំចូលចិត្តវិស័យ rap ជាងប៉ុន្តែក៏វានៅតែ keep អាវិស័យអប់រំនឹងខ្ញុំបជាថាអប់រំនឹងចូល rap ទាញវាចូល rap ខ្ញុំធ្លាប់ rap បាត់វិសាខបូជាធ្វើនៅខែពិសាខពេញបូរមីណាគេខ្ញុំបជាវាចូលគ្នាបជាវាចឹងដែរចូលពាក់ព័ន្ធមួយនឹងគេថា business side នៃវិស័យ rap ហ្នឹងយើងចូលទៅយើងប្លែកមួយខ្លះព្រោះកំឡុងពេលដំបូងយើងអាចថាយើងប្រឡង rap យើងរៀនពី structure ចម្រៀង1 2 3មានថាយើងរៀនពី creative side នៃវិស័យមួយហ្នឹងតែចុះពាក់ព័ន្ធ business side វិញពាក់ព័ន្ធមួយការ let's say dual project ឬក៏អីផ្សេងអាហ្នឹងអ៊ីមីត្រូវរៀនឡើងវិញទាំងអស់ឬក៏មានការជួយណែនាំអីខ្លះដែរតកតងនឹង business side នៃតន្ត្រីហ្នឹងគឺមានបងបាទយើងចូលប្រឡងមួយអីយើងមានបងហើយបងគឺ business ហ្នឹងគាត់ខំងាំហើយអស់អញ្ចឹងយើងសុំ idea ពីគាត់យកមានបានទៅរៀនអីណាទេគឺសួរតែបងទេគាត់ប្រាប់ពិបាកដែរពិបាកយល់ពេលខ្លះពិបាកយល់ពេលខ្លះបងប្រាប់ទៅពេលខ្លះរឿងនឹងវាអត់សមអញ្ចឹងតែបើគាត់ប្រាប់ហើយគាត់ធ្លាប់ឆ្លងកាត់អីហើយយើងយកទៅអនុវត្តទៅអូវាអញ្ចឹងមែនតាមពិតវាអញ្ចឹងមែនព្រោះពេលខ្លះមានថាអ្នកធ្វើការងារច្នៃប្រឌិតនឹងមិនថានៅក្នុងវិស័យ rap ក៏ដោយក្នុង content creator ក៏ដោយយើងចាប់ផ្ដើមពីអ្នកស្រឡាញ់ការងារមួយហ្នឹងឯងអញ្ចឹងមានថាយើងជាគេហៅភាសាអង់គ្លេសហៅ amateur មានថាយើងដូចមន់ថ្មីអញ្ចឹងយើងអត់តន់យល់ទេប៉ុន្តែពេលដែលទៅជា professional គេធ្វើមិនមានថាយើងរលុយពីការងារមួយហ្នឹងទៅយើងចូលចាតម្លៃយ៉ាងម៉េចអាហ្នឹងគឺសិតតែមានថាអេមីគឺមានថាបានបងជួយហើយគាត់អាសាសួរពួកគាត់អត់ពេលដែលជួបអីទៅចម្ងល់អីបាទសួរបានគាត់ជួយគាត់មិនសុខប្រាប់យើងណាសួរទៅនេះសួរខ្ញុំខ្លាចអីសួរចូលមានចម្ងល់អីខ្លះពាក់ព័ន្ធមួយ business ហ្នឹងដែរអេមីសួរការនោះចាំបានទេឆ្ងល់អីខ្លះដូចបងនិយាយមានការ deal បាទការ deal ថាតើយើង deal មិនបើយើងច្រៀងនៅ pub យើង deal មិនយើងច្រៀងនៅ club យើង deal មិនបើយើងធ្វើជាវីដេអូ rap promo យើង deal មិនវាតម្លៃវាផ្សេងគ្នាទាំងអស់ហើយយើង deal មួយ client មិន client ខ្លះ clock client ខ្លះក៏ស្រួលមកយើងមើលមិនអីចឹងគឺនឹងសួរពួកគាត់តាក់ទងអាហ្នឹងបាទហើយធ្វើខ្លះទៅបាទធ្វើខ្លះទៅជួនខុសជួនត្រូវដែរធម្មតាណាតែស្រឡាញ់ឥឡូវនៅតែស្រឡាញ់នេះបាទឥឡូវនេះគឺអេមីកំពុងតែចេញ album ហើយសួរមិនដែរថានឹងបន្តចេញ2ថ្ងៃមួយបទអញ្ចឹងអាចថាកំឡុងពេលដែលវីដេអូនេះចេញទៅគឺលំមនឹងអាចថាបានពាក់កដាល album ហើយអាចមិញយើងបាននិយាយខ្លះដែរពី album ហើយអេមីបាននិយាយថាមានបងធីយ៉ាគាត់ recommend ជំរុញឲ្យយើងចេញ album មួយយ៉ាងដែរហើយម្ដងនេះប្លែកទៀតកាលពីមុនយើងធ្វើបទបាទមួយ vibe ផ្សេងគ្នា theme ផ្សេងគ្នាតែឥឡូវយើងព្យាយាមរក theme ទៅមួយហើយពាក់ព័ន្ធមួយនឹងចង់សួរពាក់ព័ន្ធមួយ collaboration មានថាដូច featuring ជាមួយនឹង artist ដទៃទៀតពេលច្រើនយើងមិនលេខថាអូយើងចាប់អារម្មណ៍គាត់ហ្នឹងគាត់ rap លយអញ្ចឹងយើង reach out ឬក៏មិនវិញការ collab ចំពោះខ្ញុំធ្វើបទមួយនឹងហើយខ្ញុំមើលថាខ្ញុំចង់ fit ហើយបន្ទាប់មកខ្ញុំគិតថា color របស់ពីណាគេចូលអាហ្នឹងមកសំអញ្ចឹងគឺយើង reach out ទៅគាត់យើងសុំគាត់ថាអូបើ broken មិនដែរនេះបាអីមានប៉ុណ្ណេះប្រវាយមានប៉ុណ្ណេះហើយចង់ឲ្យប្រវាយចូលមកចែកបើចូលបានប្រាប់អីមកទៅក៏គាត់អូខេយើងធ្វើវាយើងធ្វើវាមួយគ្នាតែព្រោះឃើញថាtrack list នៃ album ហ្នឹងក៏មាន feature គួរសមដែរហ្នឹងហើយខ្ញុំមានថា feature គឺសិតតែ artist ដែលយើងអាចថា respect ការងារគាត់ស្រឡាញ់ color គាត់ដែរអូខេហើយដូច
បែបបង featuring ធ្លាប់ feature ជាមួយនឹងខូចនៅរត់ដែរបងនៅរត់ដែរបងដែរលយដែរគឺវ៉ែនតាខ្មៅនឹងអត់ចោលមួយយ៉ាងដែរអានេះមានថាជារឿងមួយចំនួនដែលពេលខ្លះទៅអ្នកស្ដាប់គាត់ចាប់អារម្មណ៍លើវិស័យនឹងហើយមិនដឹងថានៅពីក្រោយមានអីខ្លះអញ្ចឹងណាបាទគាត់ដឹងពួកអាចថាមនុស្សមានច្រើនដែលគាត់យល់ច្រឡំពីអាការ rap សាហាតអត់ឬក៏សាហាតយ៉ាងជិះដែរជាមួយអ៊ីមីដែលលក្ខណៈថាមានអាការយល់ខុសអីដែលអ្នកដតីតែងតែមើលមក rap តែយើងមានអារម្មណ៍ថាមិនមែនចឹងទេអូការយល់ខុសពីមនុស្សពីច្រើនទៅ rap តែឥឡូវរៀងសាបលេងសើមានអ្នកយល់ចឹងបើពីមុនគឺ rap ពីលស្មើពីលបាត់ហើយដោយសារគាត់ស្ដាប់ទៅឃើញវាភាគច្រើននៃចម្រៀង rap ហ្នឹងគឺប្រើភាសាអក្សររៀងច្រើនដែរបាទអញ្ចឹងទៅ rap គឺពីលតែខ្ញុំគិតថាខ្ញុំជាមនុស្សម្នាក់ដែលខំប្រឹងផ្លាស់ប្ដូរវាដែរមានន័យថាការ rap របស់ខ្ញុំវាអត់មានភាសាអក្សរទេហើយវាចេញជា entertainment បាទវាចេញជាការអប់រំអញ្ចឹងទៅវាអត់បានពីលទេតែបើតាមពិតមែនតើហ្មងវាមិនមែនពីលទេអាហ្នឹងវាជាសិល្បៈធ្វើមកគេបញ្ចេញមកបើយើងទៅស្ដាប់បទដែលមានពាក្យអក្សរអញ្ចឹងយើងថាពីលអាហ្នឹងយើងអ្នកថាចុះបើមកស្ដាប់បទខ្ញុំមានការអប់រំវិញមកយើងថាពីលចេញយើងថាការអប់រំវិញអញ្ចឹងអាហ្នឹងតាមការស្ដាប់របស់គាត់តែតាមការយល់ឃើញចូលមិញមានថាការយកឃើញមួយចំនួនដែលយល់ថា rap ពីចុះការយកឃើញអីខ្លះដែលមើលមកលើ rapper ហ្មងមើលមកលើ rapper ហ្មងថាអូ rapper ដល់មានលុយច្រើនឬក៏អីយ៉ាងហ្នឹងបើចាស់មើលមក rapper ពីលនៅពីលដែរចឹងបើក្មេងមើលមក rapper មានលុយច្រើនមក rapper lifestyle ឡូវមានលុយច្រើនអត់ដឹងពេលខ្លះខ្ញុំញ៉ាំប្រហិតញ៉ាំអីតាមលើដែរគ្រាន់ខ្ញុំដោះបន្តែអ្នកនរនេះអត់ស្គាល់ខ្ញុំទេពេលខ្លះខ្ញុំមែនខ្ញុំតែឧទាហរណ៍ខ្ញុំចង់ចូលបន្ទប់ទឹកផ្ទះហ្នឹងខ្ញុំដើរទៅសុំគេចូលមកខ្ញុំជីឧទាហរណ៍ខ្ញុំដើរលេងអញ្ចឹងខ្ញុំជីម៉ូតូអញ្ចឹងបើខ្ញុំថាឈឺណូម៉ែអត់មានកន្លែងសាំងខ្ញុំសុំគេចូលបន្ទប់ទឹកមកហើយគេអត់ស្គាល់ទេគេអត់ស្គាល់ខ្ញុំសុំហ្នឹងអញ្ចឹងពេលខ្លះខ្ញុំសុំអ្នកនរនេះចូលបន្ទប់ទឹកអ្នកនរនេះអត់ដឹងផងអត់ដឹងថាខ្ញុំផងគេអត់ហ្នឹងខ្ញុំធ្លាប់ចាំឆែកកាមេរ៉ាសុវត្ថិភាពហ្នឹងមើលអេមីមែននឹងអ្នកសុំចូលបន្ទប់ទឹកតែគេអត់ស្គាល់សុំស្គាល់ធម្មតាទេអញ្ចឹងមានថាបើយើងនិយាយចេះវិញប្រហែលជាអាជីពការងារ rapper ដូចគេផ្សេងតែយើងធ្វើការធ្វើអីដូចគេហ្នឹងមិនចឹងដែរមានថាគេទៅធ្វើការយើងចូល studio ធ្វើភ្លេងធ្វើអីយ៉ាងទៅគាត់ទៅlifestyle តាក់ទង lifestyle របស់ rapper នឹងដូចនិយាយចឹងថាគេមើលមកភាគច្រើនគឺសិតតែលយតែអាហ្នឹងតាម rapper ដែរទេបើ rapper នឹងចង់ឲ្យគេមើលមកលយគឺគេមើលមកលយបើ rapper ខ្លះចង់រស់នៅធម្មតាដូចខ្ញុំឯងរស់នៅធម្មតាគឺធម្មតាបាទអញ្ចឹងភាគច្រើនគេមើលមកខ្ញុំអត់សូវឃើញលយអីមែនតែគឺធម្មតាព្រោះគេឃើញជួបខ្ញុំនៅក្រៅលេងបាល់អីអញ្ចឹងធម្មតាតែបើ rapper ដែរគេរបៀបលយគឺចង់ឲ្យ audience គេមើលមកលយអាហ្នឹងគេរៀបចំ lifestyle គេឲ្យមើលមកលយបាទមានថាយើង low key ធម្មតាអញ្ចឹងណាទី1មកពីអីមកពីអ៊ីមីថាខ្ញុំប៉ុណ្ណឹងបានអីពេលខ្លះប៉ុណ្ណឹងបានហើយពេលខ្លះទៀតយើងលយអត់ចេញតែអាហ្នឹងក៏ជាកត្តាមួយពេលខ្លះយើងចង់លយតែវាអត់ទាន់មានសមត្ថភាពលយយើងធ្វើអា style low key ហ្នឹងសិនទៅយើងលយតាមលទ្ធភាពសិនមកលយតាមយើងព្រោះសិនមកយើងលេងបាល់ទៀតទៅហ្នឹងហើយលេងបាល់ថ្ងៃព្រោះសប្បាយអាហ្នឹងអាចថាដូច content creator ដែរចូលក្នុងវិស័យខាងខ្ញុំខាងពួកខ្ញុំគឺតាមដែរ content creator ឥឡូវគេមើលមក content creator ថាដើរចែកលុយកាទេលុយចែកយើងធ្វើធម្មតាដែរធ្វើធម្មតាដែរហ្នឹងហើយធ្វើមុខបាំងធ្វើអីទៅបានស៊ីទៀតមែនទេព្រោះពាក់ព័ន្ធមួយ lifestyle ហ្នឹងក៏វាជារឿងមួយដែលគួរចាប់អារម្មណ៍ដែរព្រោះអាជីពការងាររបស់យើងវានាំជាមួយនឹងអារបៀបរបបរស់នៅបាទទៅតាមនឹងដែរហើយពេលច្រើនចេះអានេះខ្ញុំចំណាំឃើញថាដូច rapper ធ្វើការងារតែយប់អ៊ីមីចឹងអត់ខ្ញុំពីមុនខ្ញុំអត់ជឿលើអាហ្នឹងឯងពីមុនអត់ជឿមកខ្ញុំថាយប់ដេកទៅថ្ងៃព្រឹកខ្ញុំធ្វើការទៅមានអីបាទ
តែដល់ពេលឥឡូវខ្ញុំជឿហើយដល់ពេលយើងចូលស៊ុបមួយវាគឺយប់ហ្នឹងមាន creative ច្រើនខ្ញុំអត់ដឹងមិនដែរយប់គឺ creative មកច្រើនហើយវាស្ងប់ស្ងាត់វាធ្វើឲ្យយើងអារម្មណ៍រៀងមូលអញ្ចឹងធ្វើយប់ទៅដល់យប់ជ្រៅពេលខ្លះដល់ព្រឹកហើយទៅបានសម្រាប់ទៅសម្រាប់ទៅចាំយើងយប់យើងធ្វើទៀតទៅនេះបាទហើយណាមួយអាការចេញច្រៀងតាមឆាតាមកម្មវិធីតាមអីក៏ច្រើនយប់ក៏ច្រើនយប់ដែរបាទអញ្ចឹងទៅធ្វើឲ្យយើងទ្លាប់អត់សូវបានគេងយប់តែពិបាកគេងអត់អីមីផ្ទាល់អត់អីខ្ញុំអត់បាក់គេខ្ញុំមួយដល់ស្រួលគេខ្ញុំក្លឹបលក់ខ្ញុំឡោច្រៀងនៅ Epic Club ហើយច្រៀងហើយខ្ញុំផឹកតែមួយ shot ពីខ្ញុំគេងក្នុងហ្មងខូចនៅ record ខ្ញុំគេងណាក៏លក់ឲ្យខ្ញុំនេះសុបាយរហូតដែរណែខ្ញុំអើយទាំងជីវិតវាខ្លីពេកយើងកុំសូវបាក់ចិត្តពេកអ្នកនរគ្នាអញ្ចឹងបាទចេះរឿងអីដែលធ្វើឲ្យអ៊ីមីបាក់ចិត្តសួរចេះវិញរឿងដែលធ្វើខ្ញុំបាក់ចិត្តរឿងស្នេហាវិញណាអត់សូវទេខ្ញុំគាត់ថាដាច់លុយទៅខ្ញុំពិបាកចិត្តមិនតិចតែអត់បាក់ខ្លាំងទេគាត់ថាវាទៅគាត់ថាអានឹងសាហាវអានេះវាចង់ថាធ្វើយើងគិតថាកម្រិតលុយរបស់យើងក៏រៀងធ្លាក់ទៅតាមបាទគឺដាច់លុយវាបានរំខានការគិតខ្ញុំមិនតិចដែរតែខ្ញុំអត់ឲ្យវារំខានខ្លាំងខ្ញុំនៅ fresh អ៊ីមីថាជួយចិត្តលេងច្រើនទេលេងមកជួយពេលច្រើននៅមួយមិត្តភក្តិអញ្ចឹងលេងបែបលេងណានិយាយលេងឬក៏ហៅកម្មវិធីអីលេងគ្រប់ខំមកអីក៏លេងដែរនិយាយលេងក៏លេងខ្ញុំឲ្យមានអីប្រឡោះណាលេងបានខ្ញុំលេងតាំងពីក្មេងមកអញ្ចឹងមកតាំងពីក្មេងបាទតាំងពីក្មេងលេងច្រើនអញ្ចឹងមិនថាមួយយ៉ាងដែរអញ្ចឹងមានថាបើសិនជាមិត្តភក្តិអ៊ីមីពួកគាត់នៅក្បែរអ៊ីមីក៏មានអារម្មណ៍សុបាយអាចសាន់មកអញ្ចឹងបាទសុបាយពេលខ្លះភ័យវិញបាទពេលខ្លះខ្ញុំលេងដល់វាបាទពេលខ្លះខ្ញុំបាញ់ខ្ញុំអីហ្នឹងចុះដែរមានមិត្តភក្តិណាដែលអាសាខឹងអ៊ីមីអីថាលេងចូលវិញអត់ទេឬក៏វាទទួលយកបានទាំងអស់មានខឹងកាលពេលបាញ់ភ្លាមហ្នឹងពេលខ្លះបាញ់ឡើងកពស់មកពេកអាហ្នឹងខឹងខ្ញុំមើលដឹងខ្ញុំក៏ដកក្លៀវទឹកក្រោយជួបគ្នាទៅក៏ធម្មតាមួយយ៉ាងដែរអ៊ីមីមានមិត្តភក្តិច្រើនអត់មានមិត្តភក្តិមានច្រើនហ្មងប៉ុន្តែស្និទ្ធហ្មងក្នុងពេលឥឡូវនេះមានតែខ្ទង់7 8នាក់ឯងមាន5នាក់នៅសកល2នាក់ជាឡាយហើយ3 4នាក់រ៉េបមួយយ៉ាងដែរនេះមានចំនួនច្បាស់លាស់ទេបាទមានចំនួនមានលេខរៀងនេះណាជាប់ shout out to all the មិត្តភក្តិចូលចង់សួរចេះដែរថាបើកាលនោះអត់ rap យើងទៅធ្វើអីខ្ញុំទទួលខ្លួនឯងរហូតហ្នឹងបើខ្ញុំអត់ rap ខ្ញុំធ្វើអីខ្ញុំគិតថា content creator មែនតាអីមានរសជាតិមួយធ្វើ content ហ្នឹងខ្ញុំមាន energy content creator ក្នុងខ្លួនដែរខ្ញុំគិតនៅធ្លាប់ឃើញ collab មួយ content creator ដែរមកខ្លួននេះពងតែចែកលុយគេវិញដែរគេខ្លាចខ្ញុំអត់ដឹងទេបើខ្ញុំនៅ Another Universe គឺ content creator Another Universe នៅ Another Universe ធ្វើ content creator តែឥឡូវសម្រាប់តែនៅពេលនេះខ្ញុំសុំ rap សិនចុះដែរចុះឥឡូវចង់សួរចេះថាអាចចំណាប់អារម្មណ៍ឬក៏ចំណង់ចំណូលចិត្តជាមួយនឹងចម្រៀងបែបស្នេហាសង់ទីម៉ងអីហ្នឹងមកវិញនៅលើកណ្ដាថាឬក៏នៅតែដូចមិនសូវយល់ស្ដាប់ដែរមកវិញហើយមានន័យថាខ្ញុំចាប់ផ្ដើមបើកទទួលថាតាមពិតអានេះរសជាតិតន្ត្រីមួយបែបដែលយើងមិនចូលចិត្តប៉ុន្តែគេចូលចិត្តអញ្ចឹងទៅខ្ញុំត្រូវតែបើកចិត្តស្ដាប់វាដែរហើយរៀនវាបាទខ្ញុំរៀនឥឡូវខ្ញុំស្ដាប់តន្ត្រីបែបហ្នឹងដែរហ្នឹងបែប pop បែបស្នេហាលងលោចអីខ្ញុំស្ដាប់គ្រប់ដើម្បីរៀនវាព្រោះគ្រប់ប្រភេទតន្ត្រីវាមានកលឹះវាដែលអ្នកនិពន្ធនឹងធ្វើមកហើយវាផ្ទុះបានវាមិនគ្រាន់តែទៅសេចាប់ជាងចាប់ផ្ទុះវាមានកលឹះអីមួយដែលគេដាក់ក្នុងហ្នឹងគេលាក់ក្នុងហ្នឹងឲ្យវាបញ្ជូនមក deliver មកដល់អ្នកស្ដាប់អញ្ចឹងទៅខ្ញុំត្រូវស្ដាប់ហើយរកអាកលឹះហ្នឹងដើម្បីយកមក improve បទខ្លួនឯងពេលជួបអ៊ីមីមិញណាអ៊ីមីនិយាយថាពេលប៉ុន្មាន produce អញ្ចឹងពេលថាពីដើមឡើយអត់ដែរ produce ខ្លួនឯងទេអត់ដែរ produce តែឥឡូវចាប់ដើមរៀនមែនបាទឥឡូវខ្ញុំ produce ខ្លួនឯងរៀន produce ខ្លួនឯងហើយគាត់ថា quality វាមិនបានយល់ដល់ level ខ្លាំងប៉ុន្តែខ្ញុំណាខ្ញុំ along the way ខ្ញុំរៀន produce អញ្ចឹងឥឡូវនេះ produce ផងតែសេផងកំឡុងពេលណាដែលសម្រាប់ចិត្តថាខ្ញុំគួរទៅរៀន produce ដោយសារពិបាក
មែន កំឡុងពេលដែលខ្ញុំ rap លើភ្លេង YouTube ឡើងកើតខ្ញុំស្ដាប់ភ្លេង YouTube ខ្ញុំ rap ឡើងចាញ់ខ្ញុំមានអារម្មណ៍ថាភ្លេងវាស្ទើរខ្លាំងហើយខ្ញុំមានអារម្មណ៍ថាអត់ដឹង rap មិនឲ្យឡូយលើភ្លេង YouTube អញ្ចឹងទៅក៏ចាប់ដើមគិតថាហ៊ាន produce ខ្លួនឯងដល់ពេល produce ទៅតែកាលណាខ្ញុំ produce ភ្លេងមកយើងដឹងខ្លួនឯង produce ភ្លេងមកឡូយ rap មកភ្លេងចាប់មកបត់បាទឲ្យយើង feel មួយភ្លេង ហើយឃើញថាអាហ្នឹងជាដូចជា trend មួយរបស់ rapper ជំនាន់ក្រោយគឺពួកគាត់ត្រូវតែចេះរៀន produce ខ្លួនឯងបាទតែចេញពីបងវណ្ណាមកទៅដែលគាត់ដំបូងគេដែលគាត់ធ្វើចឹងព្រោះយើងសម័យឃើញ rapper ពីមុនគឺ producer ផ្សេងហើយអ្នក rap ហ្នឹងគឺគាត់ចាំទៅសេទៅបាទសឹងតែមាន rapper ពីមុនសឹងមាន ghost writer ទៀតគេនិពន្ធឲ្យតែឥឡូវ rapper យើងសម័យនេះត្រូវតែសេខ្លួនឯងហើយបើអាចមានសមត្ថភាព produce គួរតែ produce ខ្លួនឯងបាទទីមតែវាជាមានថាវាជាវិជ្ជាមួយផ្សេងបើយើងប្រៀបធៀបមួយពួកយើងសរសេរប្រូលទៅថាអ៊ីមីសរសេរប្រូលវាអានោះវាទៅផ្សេងទៀតបាទផ្សេងគ្នាតែពុំមានវាល្អវាតែមដែរណាបាទបើចេះអាហ្នឹងដល់ mix master ទៀតអាហ្នឹងតែតែមទៀតហ្នឹងសាហាវហើយហ្នឹងតែគឺសិតតែលំបាកគេថាមកវិធីនេះគឺសិតតែចំណាយពេលយូរឆ្នាំមកតែគេអាច master បាទថាគេស្ទាត់ជំនាញណាអញ្ចឹងមិនថាយើងឃើញគេធ្វើបទមកព្រោះយើងឃើញគេធ្វើបទទូ rap ក៏ដោយបាទលក្ខណៈថាអ្នកនោះគឺដាក់ចិត្តដាក់កាយមិនដឹងថារៀនអីខ្លះមិនដឹងថាអង្គុយមុខកុំព្យូទ័រមើល tutorial មើលបាទនឹងរាប់ឆ្នាំមកតែគាត់អាច mix សំឡេងមកព្រោះឲ្យយើងស្ដាប់ឬក៏ produce ភ្លេងដែលតាក់ចំណាប់អារម្មណ៍របស់យើងបាទអញ្ចឹងវាថានេះដែរប៉ុន្តែដោយសារអ៊ីមីនៅក្នុងវិស័យ rap ហ្នឹងអ៊ីមីឃើញសង្កេតឃើញថាមានក្រុម producer ថ្មីមកច្រើនអត់ព្រោះមានថាយើង rapper ហើយនិង producer ហ្នឹងគឺវាត្រូវការគ្នាដែរបាទព្រោះមានថាបើយើងនិយាយក្នុងន័យចម្រៀងយើងមានអ្នកច្រៀងតែយើងត្រូវមានអ្នកភ្លេងយើងត្រូវមានអ្នកច្រៀងយើងត្រូវមានអ្នកនិពន្ធបាទ producer បើសួរថាឥឡូវមកច្រើនអត់មកតែមកតិចតួចទេមកដល់ rapper គឺមកច្រើន rapper កើតគ្រប់កន្លែងខ្ញុំមានអារម្មណ៍ថាឥឡូវ rapper ច្រើនណាពីណាគេក៏ rapper ដែរខ្ញុំនិយាយមែនប៉ុន្តែខ្ញុំអត់មានបញ្ហាអីមួយនឹងគាត់កើត rapper មកហើយប៉ុន្តែបញ្ហាគ្រាន់ថាគាត់អត់ទាន់មានភាពជាខ្លួនឯងខ្ញុំចង់ប្រាប់ទៅពួកគាត់ទាំងអស់គ្នាថាអូខេ bro ចេះ rap ហើយប៉ុន្តែព្យាយាមរកអីជាខ្លួនឯងមកបាទអាហ្នឹងបានយើងឡយបើថាយើង rap ដូចគេដដែលវាមានតែឈ្មោះ rapper តែយើង rap ដូចគេដដែលបាទណាមួយដែល rapper ឡើយច្រើនអញ្ចឹង color យើងហ្នឹងយើងរាទៅណាបាទ flow អីក៏រាទៅទៅព្រោះគេដូរ flow ដូរអីពេញហ្នឹងហើយការចាប់ចុងជួននេះស្តៀងគ្នាយើងស្ដាប់បទផ្សេងក៏វាអញ្ចឹងដល់ពេលច្រៀងចុងជួនដូចគេហើយប្រើពាក្យគេទៀតវិញថាហើយជើងបត់គេច្រៀងបត់គេបដ ாய் ទៅចឹងហើយវិញខ្ញុំបាទខ្ញុំ recommend ឲ្យធ្វើជាខ្លួនឯងហ្នឹងហើយមិនថាវាធ្វើការធនធានបន្ថែមទៀតដែរហ្នឹងធ្វើថាយើងខាង producer យើងខ្វះអីអ្នកខាង mix master យើងធ្វើការដែរមិនអញ្ចឹងបាទធ្វើឲ្យសំឡេងវាព្រោះអីបាទអញ្ចឹងវាដូចបើយើងបើកសាលា rap មួយមែនទេហ្នឹងហើយអ៊ីមីឥឡូវបើកសាលា rap បងធ្លាប់រៀនដែរសាលា rap ខ្ញុំចូលទៅរៀនខ្លួនឯងយកតចេះពេញហ្នឹងហើយនិយាយលេងសារអីតែចង់ថាបើសិនជាយើងមានមិនធ្វើដូចសាលាតែយើងធ្វើដូច camp boot camp អីមួយបាទយើងមានតម្រង់ទិសព្រោះខ្ញុំថាបើសិនជាបងដែលគាត់ establish ហើយអញ្ចឹងគាត់អាចគិតដល់រឿងហ្នឹងក៏វាមួយយ៉ាងបាទព្រោះយើងមិនថាបើយើងអ្នកស្រឡាញ់វិស័យហ្នឹងយើងចង់ឲ្យវា grow ទៅមុខហើយ grow ហ្នឹងយើងមិនចង់ឲ្យតែចម្រៀងហ្នឹងវាផ្ទុះរហូតទេប៉ុន្តែយើងចង់ឲ្យគុណភាពតន្ត្រីដែលគាត់ផលិតចេញទៅហ្នឹងវាល្អទៅដែរបាទវាល្អអញ្ចឹងមិញពី email ទៅហ្នឹងគឺថាឲ្យរក color ខ្លួនឯងបាទរក color ខ្លួនឯងហ្នឹងគឺជារឿងមួយដែលគួរចាប់អារម្មណ៍ដែរបាទព្រោះយើងធ្វើការធនធានមិនថាតែនៅក្នុង rap ទេនៅក្នុងវិស័យក៏ដោយគឺយើងធ្វើការអ្នកបច្ចេកទេសហ្នឹងហើយចុះអ៊ីមីឲ្យថាអត់ដែរសម័យឃើញខ្លួនឯងបរៀន rap គេណាឬក៏ថាបើឲ្យជាយោបល់បានបាទថាបើមានក្មេងចង់ rap ថាបងខ្ញុំចង់រៀនពីបងដែរបាទអាហ្នឹងខ្ញុំអាចឲ្យជាយោបល់
តែបើបរៀនមិនខ្ញុំ ដឹងរៀនមែនហ្នឹង ដឹងបរៀនរូបមន្តនេះតែមិញបងនិយាយខ្ញុំគិតថាចំណុចមួយបើសិនជាមានសិក្ខាសាលាអីមួយសិក្ខាសាលាព្រោះខ្ញុំអត់ដែរសូវឃើញមានសិក្ខាសាលាអត់ដែរសូវឃើញអត់ដែរឃើញហ្មងសិក្ខាសាលាតើតើនឹងហ្នឹងខ្ញុំឃើញតែសិក្ខាសាលាខាងជំនួយអាជីវកម្មផ្សេងខ្ញុំធ្លាប់ចូលរួមដែរវាសប្បាយដែរចូលមានសិក្ខាសាលារ៉េបមួយលយមិនទៅដឹងលយដឹងខ្ញុំចូលរួមដែរបាទខ្ញុំទៅវិញខ្ញុំរ៉េបក៏ខ្ញុំចូលរួមដែរខ្ញុំជឿជាក់ហ្នឹងហ្មងព្រោះខ្ញុំចង់រៀនព្រោះយើងនិយាយពី rap យើងមែនតែ artist rap ទេវាច្រើនមែនតើវាទលំទលាយឥឡូវយើងមិនតនិយាយពី business ផងrapper relate business យើងគឺ approach បែបម៉េច rapper approach ភាព professional ជា rapper ធ្វើការងារជាមួយនឹង studio ធ្វើមួយ producer អីធ្វើមិនអញ្ចឹងសិតតែអាចថាវាយើងនិយាយឲ្យវាផ្លូវការថាត្រូវរៀនអញ្ចឹងណាត្រូវយល់ហើយyeah មិនដឹងថានៅស្រុកគេមានអត់ណាខ្ញុំអត់ដឹងដែរខ្ញុំអត់ដែរដឹងខ្ញុំធ្លាប់ឃើញមានមួយមាន rapper ហ្នឹងឈ្មោះគាត់ Lupe Fiasco គាត់មកពី Chicago មានថាគាត់ស្រឡាញ់អាវិស័យ rap ហ្នឹងមែនតើគាត់បើកខុសមួយនៅសាកលវិទ្យាល័យអញ្ចឹងខុសគាត់ហ្នឹងគឺ rap 101ហ្នឹងឲ្យចាំ forward ឲ្យមីមើលដែរចង់ទៅរៀនហើយគាត់ creative គាត់គឺគាត់ថាអ្នកដែលរៀននៅខុសគាត់ហ្នឹងឬខុសគាត់ហ្នឹងគឺចប់ខុសហ្នឹងគឺត្រូវតែមាន EP មួយឬក៏ album មួយអញ្ចឹងទោះនិស្សិតដែលមករៀនហ្នឹងរៀននៅក្នុងជំនាញវិស្វកររៀនក្នុងជំនាញពេទ្យអីក៏ដោយតែបើរើសខុសគាត់អា rap 101ហ្នឹង rap theory ហ្នឹងគឺត្រូវតែចប់ទៅគឺ rap ហ្មងអញ្ចឹងវាលក្ខណៈថាយើងស្ដាប់ទៅវាដូចវានៅក្នុងវិស័យ rap វាសម្បើមវិញប៉ុន្តែវាលក្ខណៈថាយើងស្រឡាញ់អាអីដែលប្លែកហ្នឹងហើយប៉ុន្តែគាត់មែន Lupe Fiasco ហ្នឹងគាត់គេថា OG ដែរហ្នឹងហើយគាត់ល្បីហើយគេសរសើរពី parole ចុងបិចរបស់គាត់អីចឹងណាអញ្ចឹងអាហ្នឹងអ្នកទាំងអស់គ្នាអាចទៅឆែកបានសើថា Lupe Fiasco rap series 101ហ្នឹងហើយគឺមានហើយគាត់ដូចជា1ម៉ោងជាង2ម៉ោងជាងគាត់យក bot stand របស់ Eminem អូខេយក bot stand របស់ Eminem មកបញ្យល់ពី structure នៃ bot ហ្នឹងយក bot របស់ Kendrick Lamar មួយដែរបត់នៅក្នុង album Good Kid Mad City គាត់ហ្នឹងអាហ្នឹងហើយនឹងបត់របស់គាត់អីចឹងទៅគាត់បញ្យល់ពី structure នៃចម្រៀងថាដូចមិនថាជាអីដែល Amy ព្យាយាមចង់ដឹងវាមុនហ្នឹងហើយថាគេរៀបមិនដែរអា story ហ្នឹងគេរៀបឲ្យមានក្បែរមួយកន្ទុយមិនចឹងហ្នឹងអញ្ចឹងបើអ្នកស្រឡាញ់ rap complex មែនអានេះខ្ញុំជួយ shout out ក៏វិតខ្ញុំមែនតើខ្ញុំស្រឡាញ់ rap ដែរតែយើងដឹងថាយើងមិនមែនជាសិល្បករ rap ទេប៉ុន្តែយើងស្រឡាញ់វិស័យមួយហ្នឹងយើងឆ្លងសិល្បៈមួយហ្នឹងវា raw វាស្ដាប់ទៅដូចក្លាហានណាដូចមនុស្សខ្ញុំរៀងខ្លាចអញ្ចឹងបាន rap ហ្នឹងជួយរៀងឲ្យងើបចុះអ៊ីមីស្ដាប់ rapper ផ្សេងច្រើនដែរឥឡូវយើងនិយាយពីក្រៅស្រុកមុនចុះអូក្រៅស្រុកវិញមាន favorite rapper អត់ក្រៅស្រុកខ្ញុំស្ដាប់អត់សូវច្រើនទេស្ដាប់មួយហើយស្ដាប់ដូរគ្រប់លោតស្ដាប់ Travis ស្ដាប់ Young Boy ស្ដាប់ Kendrick ស្ដាប់ Drake អីតែស្ដាប់មួយបាទដល់ពេលអត់ស្ដាប់ជាប់អីអញ្ចឹងស្ដាប់អីវិញស្ដាប់ចម្រៀងខ្ញុំស្ដាប់ក្នុងស្រុកច្រើនក្នុងស្រុកគ្រប់អាធីខ្ញុំស្ដាប់គ្រប់មកខ្ញុំជឿថាខ្ញុំស្ដាប់គ្រប់អាធីបាទគេថាយើងស្ដាប់ក្នុងន័យមួយកំសាន្តឬក៏យើងចង់ឆ្លៀតរៀនពីគេដែរបាទខ្ញុំកំសាន្តហើយខ្ញុំរៀនខ្ញុំតែកំសាន្តរៀនទេខ្ញុំរៀនតាមរយៈកំសាន្តអូយ៉ាងដែរយ៉ាស្ដាប់ហើយព្យាយាមរកអីដែលគេលាក់នៅក្នុងហ្នឹងហើយព្រោះខ្ញុំស្ដាប់តន្ត្រីខ្ញុំស្ដាប់ខុសពីគេមកធ្វើ vibe អត់ឲ្យខ្ញុំស្ដាប់រកភាពឡូយក្នុងបទហ្នឹងអីគេឬក៏គេមានអីមួយលាក់ចង់ឲ្យយើងតាមរយៈបទចម្រៀងហ្នឹងអត់ស្ដាប់ឡូតតដឹងខ្ញុំជឿថាអ្នកនិពន្ធតែងតែមានអីមួយដែលគិតថាក្នុងបទហ្នឹងនេះឡូយកន្លែងនេះអញ្ចឹងគេផលិតមកឲ្យយើងស្ដាប់ហើយតែយើងនេះអ្នកស្ដាប់ហ្នឹងដឹងថានឹងកន្លែងហ្នឹងគេធ្វើឲ្យយើងស្ដាប់ឲ្យគិតតែឡូយអត់អញ្ចឹងខ្ញុំស្ដាប់ទៅនេះគាត់ចង់ប្រាប់ថាកន្លែងនេះឡូយគាត់ផឹងធ្វើចែកខ្ញុំយល់ការលេង ad lib ទូចអីគេថា ad lib ហ្នឹងអាហេតុគេរំលេចអីមិនបន្តិចក
កន្លែងហ្នឹងអូនេះគេធ្វើនេះដើម្បីលយខ្ញុំដឹងទៅខ្ញុំស្ដាប់យើងយកមកយើងណាចាំយើងដាក់បត់យើងតាមកន្លែងណាតាមកន្លែងណាឆ្នៃណាសំចាំយើងគិតទៀតហ្នឹងហើយដាក់ទៅចូលយើងរៀនពីដូចថាយើងជា rapper ចឹងយើងមាន rapper ផ្សេងជាមិត្តភ័ក្តិឬក៏ស្គាល់ចុះយើងរៀនពីគ្នាមិនទៅលក្ខណៈថាយើងចែកបត់គ្នាស្ដាប់ទៅនេះតំណងអត់ឆ្កងអត់អីចឹងមែនបាទចែកបត់គ្នាហ្នឹងមួយហើយការអង្គុយដោះដូរយោបល់គ្នាតាក់ទងថាចុំវិស័យ rap យើងឥឡូវមិនហើយទៅគេទៅថែមអីហើយគេនៅ chill ឬក៏គេដល់ season កំសត់ឬក៏ស្នេហាអីហើយប្រយបានធ្វើអីថ្មីអត់ឬក៏អីចឹងហ្នឹងយើងសួរចែកគ្នាស្ដាប់ជិះមានបត់តន់អត់ជាមួយនឹងអា trend គេថាបត់ខ្លួនរបស់យើងហ្នឹងតន់ជាមួយនឹងអា trend វិវត្តរបស់ rap អត់សម្រាប់ខ្លួនឯងមានថាឥឡូវឧទាហរណ៍ថាដូចនិយាយមិញថាឥឡូវ rap ដូរទៅដល់ណាហើយបាទហើយទៅដល់កន្លែងហ្នឹងតើយើងខ្លួនឯងមានអារម្មណ៍ថាពិបាកក្នុងការបត់ទៅតាមអត់ឬក៏វាជាកាតព្វកិច្ចរបស់យើងគេត្រូវទៅដែរបើពិបាកអត់បើឲ្យខ្ញុំបត់ទៅបានតែខ្ញុំមានអារម្មណ៍ថាខ្ញុំអត់សូវចង់បត់ខ្ញុំអត់សូវចង់បត់ខ្ញុំមានន័យថាយើងអត់ធ្វើតាមទីផ្សារច្រើនយើងអត់ធ្វើតាមទីផ្សារយើងធ្វើអីដែលយើងស្រឡាញ់យើងបញ្ចេញអាទៅដែលយើងស្រឡាញ់ប៉ុន្តែទីផ្សារគឺយើងនៅធ្វើចឹងគាត់ណាអត់ធ្វើច្រើនតែសួរពិបាកបត់អត់ពិបាកនេះតែគាត់ខ្លួនឯងអត់ចង់ទៅមែនទេបាទអត់ចង់ទៅអានឹងច្រើននោះតបើទៅដល់ការស្នេហាឲ្យខ្ញុំចេញស្នេហា2ខែចេញ3បត់ស្នេហាទាំង3ទាំង4ខ្ញុំគាត់ថាខ្ញុំចេញតែស្នេហា2ទេទៅបីលើការណាហើយក្រោមហ្នឹងខ្ញុំចេញអីជាខ្លួនឯង1 2 3ទៀតចូលក្នុងនាមយើងជា rapper អ្នកធ្វើយើងបាន feedback ពីអ្នកស្ដាប់ទេឬក៏លក្ខណៈថាមានន័យថាយើងដឹងថាគាត់ចង់បានអីអត់អ្នកស្ដាប់មានថាឧទាហរណ៍អ្នកធ្វើវីដេអូពេលខ្លះទៅគេអាច comment ប្រាប់អីចឹងណាចូលយើង rapper យើងfeedback យើងបានមកពីណាលក្ខណៈដើម្បី feedback របស់ខ្ញុំបានពីហ្នឹងអ្នកស្ដាប់គាត់ comment បាទភាគច្រើនគឺ TikTok នៅពេលដែលខ្ញុំផុសបទហើយខ្ញុំកាត់ clip ទៅផុសលើ TikTok អញ្ចឹងអ្នកស្ដាប់គាត់ recommend ឬក៏គាត់ឲ្យ feedback ក៏ដូចជាខូចដែរនៅកម្មវិធីចាស់ក៏គាត់បានស្ដាប់បទយើងគាត់នៅមើលយើងដល់ឥឡូវអញ្ចឹងមានន័យថាអូបទហ្នឹងឡូយអ្នកតែខ្វះកន្លែងនេះអីចឹងទៅហើយនឹងពួកម៉ាក់នៅក្នុង design នឹងគាត់ប្រាប់គ្នាចាំបានឆាកដំបងដែលយើងច្រៀងលុយដំបងដែលយើងបានពី rap ហ្នឹងមានអារម្មណ៍អីដែរកាលនោះសប្បាយចិត្តខ្លាំងតែដល់ឥឡូវវាល្អសើចតែនៅតែសប្បាយចិត្តហើយមិនបានល្អសើចដោយសារកាលនោះឆាកដំបងហ្នឹងបាន150 rapper បាន150ជាង5 10បទ5 10បទមើលនេះគេបត់គេខ្លះអីខ្លះមែនបត់គេទាំងអស់បាទបត់បងឡាស៊ីម៉ាបត់បង45បត់បងវណ្ណដាហើយយើងចាំទាំងអស់10បត់ហើយបាទនៅខ្ញុំគួរចិត្តមែនអូខ្ញុំទៅក្លុកជាងអស់ណាម្ចាស់ហាងថាអូនមិនឯងជាងអត់ប្រូទេតែទៅជួលកែវគេទៅដោយសារខ្ញុំជឿមុនអស់ខ្យល់ហើយមើល5 10បត់ណាអីជាងឆាកដំបង5 10បត់ជួលបាត់សលេងបាត់អីបាត់ហូតលេងហ្នឹងខ្លួនទៅថាអូនមិនឯងជាងការជាងលេងព្រោះទេណៃតែជួលគេទៅយកពេលហ្នឹងខ្ញុំជាដែរខ្ញុំដែរជួលគេទៅតែពេលគិតយូរទៅចោលសោតហើយខ្ញុំអីខ្ញុំប្រេះកាលនោះលើកដំបងណាបានលើកដំបង5 10បត់លុយដំបងដែលបានពី rap បានមកហើយចែកគ្នា3នាក់ពួកវានឹងជាង3នាក់ពួកម៉ាក់ខ្ញុំហ្នឹងពួកម៉ាក់អូហើយមែន2នាក់ហ្នឹងហើយមែន2នាក់ជួយជាងគ្នាណាជួយហើយយ៉ាងដែរមួយយ៉ាងដែរហ្នឹងអាចថាជាអនុស្សាវរីយ៍ល្អបាទអនុស្សាវរីយ៍ល្អគាត់ថាល្អមានណាគេមានហ្មងអញ្ចឹងខ្ញុំមានល្អហើយឆាកដំបងដែលបានលុយបាទតែអាចថាមានមុនហ្នឹងទៅតាម charity អត់ឬក៏អត់ទេកម្មវិធីអត់ទេណាគឺដំបងឡើយគឺនឹងលុយប្រលុយសុទ្ធប្រអូនណាបានមកយក150យក150ជុំក៏បាត់សលេងហ្នឹងតិចណាំតិចទឹកបាត់ទៅកាត់តែសោះ30 40នាទីសល់ដែរណាបើហ្នឹងសល់ហេនេះមួយយ៉ាងដែរយើងមិនសូវដឹងទេបើយ៉ាងសាធារណជនមិនដឹងទេថាជាពិសេសខាងការរស់ស៊ីនិយាយចេះវិញការរស់ស៊ី business របស់សិល្បករអីហ្នឹងវាថ្មីដែរអញ្ចឹងសូម្បីតែយើងខ្លួនឯងជា rapper ក៏យើងយល់ថាវាថ្មីមកចុះមកអ្នកទៅទៀតហ្នឹងអញ្ចឹងអាចថាយើងសម្រាប់សិនចុះ
ចាំតិចទៀតយើងបន្តមកវគ្គខ្លីតិចទៀត អូខេអូខេ បានមិននាទីជុំវាលឿនហងក៏អ្នកដែលគាត់ចាប់អារម្មណ៍គាត់ដឹងថាគេធ្វើ rapper នេះគេធ្វើអីខ្លះ បាទ ចុះមានបច្ចេកអីផ្សេងដែរព្រោះមិញយើងបានជជែកពី album ហើយឥឡូវមុននឹងចូលបច្ចេកផ្សេងចង់ឲ្យអីមាននិយាយតិចទៀតពាក់ព័ន្ធមួយ album មានថាការធ្វើហ្នឹងចំណាយពេលប្រហែលដែរ តើតើនឹង album The Uniqueness debut album របស់ខ្ញុំហ្នឹងខ្ញុំធ្វើរយៈពេល2ខែប៉ុន្តែក្នុងនោះមាន10បទប៉ុន្តែគាត់ថាមាន2បទដែលបទចាស់ៗយើងយកវាមកធ្វើឡើងវិញតែបើសាច់ធ្វើ2ខែខ្ញុំមាន2ខែបាទ ហើយបញ្យុខ្លួនឯងច្រើនឬក៏មាន album ហ្នឹងខ្ញុំបញ្យុខ្លួនឯង8បទហ្នឹងបាទ8បទហើយ2បទទៀតមាន producer ជួយបញ្យុ ហ្នឹងហើយនេះវារសជាតិថ្មីដែរណាតែយើងបញ្យុខ្លួនឯងផងយ៉ាងទៅហើយអាចថាបទលុយបទមួយ Be Yourself featuring មួយ Thaifu ហើយនឹង Fallen បាទ អូលុយតែរៀលក៏បាសអីរៀលបាសអីខ្ញុំថាខ្ញុំរៀលតែអ៊ីមី Loki បាសអីគាត់ស្រឡាញ់រៀលមែនតែកីឡាករដែលស្រឡាញ់មកគឺមកពីបាសច្រើនកាលនោះគឺ Neymar អីហ្នឹងហើយជួយចិត្តដែរ Neymar Iniesta Xavi ហ្នឹងគឺហើយចូលមានបច្ចេកផ្សេងដែលអ៊ីមីកំពុងតែធ្វើទៀតអីផ្សេងទៀតដែរ អូបច្ចេកបើចម្រៀងបើចម្រៀងខ្ញុំឥឡូវនេះ focus ទៅលើ album នឹងសិនទេមកតែវាមានបច្ចេកផ្សេងតាក់ទងនឹងមិនមែនជាចម្រៀងជាលក្ខណៈ charity ការងារសង្គមព្រោះខ្ញុំតែងតែធ្វើការងារសង្គមជានិច្ចមួយឆ្នាំខ្ញុំត្រូវមាន1ឬក៏2ឆ្នាំនេះមាន3ឆ្នាំនេះមានមួយពួកម៉ាក់សកលមួយឈ្មោះកម្រង300រៀល300ក្បាលបោចាក់សភៅឲ្យក្មេងៗនៅកោះកុងហើយមួយទៀតមួយបង Plugger ក៏ជាក្រុម band បាទតាក់ទងនឹង raise fund ដើម្បីជួយអ៊ំចាស់ហើយមួយទៀតជាមួយនឹងបង Sam Rocker បាទតាក់ទងនឹង raise fund ដែរតែជួយខាងនេះខ្ញុំអត់ទាន់បានដឹងព្រោះអានឹងអត់ទាន់បាន process ធ្វើឆ្នាំហ្នឹងច្រើនចូលពាក់ព័ន្ធមួយ300រៀល300ក្បាលហ្នឹងមិញអ៊ីមីថាធ្លាប់ធ្វើម្ដងដែរណាបាទពីមុនខ្ញុំធ្លាប់ធ្វើម្ដងមើលបច្ចេកមួយពួកម៉ាក់សកលហ្នឹងអា3រៀល300ហ្នឹងខ្ញុំធ្លាប់ធ្វើម្ដងកាលមុនហ្នឹងខ្ញុំធ្វើ300រៀល300ដើមឈើមែនទេបាទ300ដើមឈើមានន័យថាយើងតែដើមកោងកាង300ដើមនៅខេត្តកពតនៅតាពាំងសង្កែហើយលើកឆ្នាំនេះយើងធ្វើ300រៀល300ក្បាលតាក់ទងសភៅតាក់ទងនឹងវិស័យអប់រំចូលហើយបានជ្រើសរើសកោះកុងដល់នេះហេតុអីបានជ្រើសរើសកោះកុងដោយសារពួកម៉ាក់ខ្ញុំម្នាក់នៅក្នុងគម្រោងហ្នឹងគាត់ធ្លាប់ទៅហើយគាត់ឃើញសាលាហ្នឹងរៀងពិបាកអីចឹងទៅពិបាកចឹងទៅក៏គាត់ដូចផ្ដើមគំនិតមកថាតោះគម្រោងទី2គួរតែទៅហ្នឹងជួយឲ្យបានខ្លះចឹងចូលឥឡូវហ្នឹងដល់ដំណាក់កាលណាហើយអាចប្រហែលឥឡូវដំណាក់កាលកំពុងថត content ទុកឲ្យបានច្រើនដើម្បីចេញទៅលើ social media ដើម្បីបង្ហាញថាពួកយើងមកជាលើកទី2ហើយយើងធ្វើអីគេហើយដល់ពេលយើងចេញ content នឹងអស់យើងចាប់ដើមធ្វើ proposal តែឲ្យ client ផ្សេងដែលគាត់ចាប់អារម្មណ៍លើ charity យើងទៅ reach out ទៅពួកគាត់ឲ្យបានយើងទៅដូចជាខែ10ថ្ងៃ20ជាងបាទយើងទៅចូលសាធារណជនគាត់អាចចូលរួមមួយខ្លះបើសិនជាគាត់ចាប់អារម្មណ៍គម្រោងហ្នឹងឬក៏អាចថាចង់ស្វែងយល់ពីគម្រោងនឹងបន្ថែមអាចទៅណាបានទេចង់ស្វែងយល់ពីគម្រោង300ក្បាលនឹងបន្ថែមអាចចូលទៅ Facebook page ក៏ដូចជា TikTok ពួកយើងមាន Facebook page TikTok ហើយអីដែលពួកគាត់អាចជួយបានការ donation ពួកយើងមាន post ជា QR donation អីចឹងទៅ3រៀលរបស់អ្នកទាំងអស់គ្នាអាចជួយដល់ក្មេងៗ300នាក់បានអីចឹងទៅហើយក៏ដូចជាយើងនឹងមាន campaign នៅ physical place កន្លែងណាមួយដែរដែលឲ្យពួកគាត់មានសភៅចាស់ចង់ចូលរួមគាត់អាចយកមកដាក់ហ្នឹងទៅដើម្បីយើងដល់ថ្ងៃយើងទៅហ្នឹងយើងចូលទៅដាក់នៅបណ្ណាល័យហ្នឹងបាទមួយយ៉ាងដែរបាទហ្នឹងហើយមានថាយើងមានគំនិតទៅព្រោះដើមបើមែនទេសមិទ្ធភ័ក្រហ្នឹងណា4-5នាក់ដែលរៀននៅសាកលបាទមួយយ៉ាងដែរ
ចឹងចាំមានអីធ្វើមួយគ្នារហូត ហ្នឹងហើយដើម្បីនៅជួបគ្នាជុំគ្នាបានតើមានអានឹងមួយចង ព្រោះតែយើងរៀនចាប់សកលហើយយើងចាប់បាយគ្នា ជិះទូទៅចាប់បាយ ចឹងមានថាសកម្មភាពមួយនេះមានថាជាការជួបជុំមួយមិត្តភ័ក្តិដែលធ្លាប់រៀនមួយគ្នាផងហើយឆ្លៀតឱកាសហ្នឹងធ្វើការងារសង្គម បាទ ទៅតាមលទ្ធភាពរបស់យើងណា បាទ តាមលទ្ធភាពរបស់យើងហ្នឹងហើយចឹងអាចថាចាំមើលខ្ញុំនឹងដាក់ព័ត៌មាននៅខាងក្រោម description វីដេអូឬក៏ comment នៃវីដេអូក្នុងករណីដែលបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ចង់ចូលរួមជាមួយ Amy ជាមួយនឹងក្រុមការងារមិត្តភ័ក្តិរបស់ Amy ចឹងយើងចូលរួមទាំងអស់គ្នាជួយគ្នាទៅយើងអ្នកតិចណាមិញយើងនិយាយរឿងលយតាមលទ្ធភាពឥឡូវយើងជួយតាមលទ្ធភាពជួយតាមលទ្ធភាពចុះឥឡូវបកមក Amy វិញអាចថា Amy មានគោលដៅអីដែលខ្លួនឯងចង់សម្រេចឧទាហរណ៍នៅក្នុងរយៈពេល5ឆ្នាំ10ឆ្នាំអាចថាយើងនិយាយពីវិស័យតន្ត្រីមួយចុះដោយសារតែបើយើងនិយាយគោលដៅវាធំទលាយដែរណាវាក្តោបទៅជីវិតយើងទាំងមូលតែបើយើងនិយាយពីតន្ត្រីជាមួយ rap នឹងផ្ទាល់តើតើនឹងគោលដៅក្នុងវិស័យតន្ត្រី5ឆ្នាំខាងមុខទៀតខ្ញុំគិតថាខ្ញុំត្រូវតែមាន solo concert មួយបាទត្រូវតែមានតាមពិតទៅគោលដៅខ្ញុំមួយទៀតត្រូវមាន listening party មួយទៀតគ្រាន់តែ listening party នេះវាហើយបាទវាលឿនខ្ពស់ពីការគិតហ្នឹងអរគុណទៅដល់បងភាដែរបងភាហ្នឹងគាត់ជួយខ្ញុំនៅពេលដែលខ្ញុំប្រាប់ថាអូខ្ញុំត្រូវចេញ album ហើយគាត់ថាអូមិនណាចេញ album អញ្ចឹងថា listening party មួយទៅបងភាគាត់ថាអញ្ចឹងហើយខ្ញុំក៏គិតទៅហើយក៏គាត់ជំរុញទៅចេញរូបភាព listening party មួយបាត់ដែរវាទៅតាមប៉ាហ្នឹងតែគោលដៅខ្ញុំទេតែខ្ញុំអត់នឹកស្មានថាយើងអាចធ្វើ listening party មួយបានទេយើងព្រោះយើងអត់ដឹងយើងអត់អីទាំងអស់ហើយដល់ពេលគាត់ជំរុញយើងធ្វើទៅបានវាខ្ញុំគិតថាវាមានអត់លឿនពេកហ៎បាទវាជុំមិន listening party សាហាវមែនតែមិញ listening party បានសម្រាប់នៅ solo concert solo concert អាចថាហ្នឹងជាក្តីសម័យរបស់អធិជនហ្នឹងហើយពីណាក៏ចង់ធ្វើបាទតែពិបាកដែរទៅប្រើធនធានច្រើនក្រុមការងារច្រើនអញ្ចឹងដែរតែជូនពរមែនតែជូនពរ Amy បានសម្រេចក្តីសម័យរបស់ខ្លួនឯងហើយអាចថាការងារយើងជា rapper ការងារយើងធ្វើសិល្បៈហ្នឹងវាដូចវាត្រូវការពេលដែរបខំអត់បានណាឬថាបើយើងនិយាយពីគុណភាពចម្រៀងគុណភាពតន្ត្រីរបស់យើងអីក៏វាត្រូវការពេលដើម្បីទីមួយយើងខ្លួនឯងរៀនAmy រៀនពី you ហើយមានក្រុមការងារដែលទៅរៀន mix master អញ្ចឹងវាត្រូវការពេលត្រូវការវិនិយោគទាំងពេលវេលាទាំងធនធានថវិកាប៉ុន្តែឃើញថា Amy មានស្មារតីមួយថាខ្ញុំធ្វើអាហ្នឹងឯងមិនទៅធ្វើអីផ្សេងហ្នឹងហើយហើយបានជឿលើវិស័យមួយហ្នឹងតែសួរខ្លួនឯងខ្ញុំបើសួរតាហេតុអីមិនជឿដោយសារយើងព្រោះអាចសំខាន់តិចចុះអ្នកដតីមនុស្សជំនាញខ្លួនអាចជាគេមិនជាជឿលើអាពិធីដែលយើងដើរហ្នឹងទេហ្នឹងហើយខ្ញុំទៅអន2ម្សិលមិញខ្ញុំដើរក្រោយអ៊ីតែអ៊ីអត់ស្គាល់ខ្ញុំដើរណាអ៊ីក៏បដៅកូនពេលហ្នឹងកូនហ្នឹងច្រៀងអីទេវាច្រៀងឲ្យអ៊ីបដៅកូនអើយទៅសិល្បៈទៅស្អីទេវាគ្មានទៅណាទេអាសិល្បៈហ្នឹងខំរៀនខំសូត្រទៅបដៅមុខខ្ញុំទៅអាពួកម៉ាក់ខ្ញុំវាកែអីសោចហ្នឹងគេឃើញថាវិស័យសិល្បៈហ្នឹងវាមិននឹងណូមែនទេវាអាចឡើងដោយពេលក៏វាអាចដួលដោយពេលដែរតែបើពីខ្ញុំឥឡូវនេះសួរថាហេតុអីបើខ្ញុំជឿវាដោយសារខ្ញុំមានផលវាស្រាប់ហើយបាទខ្ញុំបានផលវាកន្លងមកអញ្ចឹងអីខ្ញុំត្រូវធ្វើគឺខ្ញុំ all in ជាមួយវាបន្ថែមទៀតហើយធ្វើមកអស់មើលថាតើវាពិតជាដួលមែនអត់ហើយដួលនៅពេលណាខ្ញុំគិតថាខ្ញុំបត់បានខ្ញុំអាចធ្វើឲ្យផ្សេងបានខ្ញុំអត់បញ្ហាអញ្ចឹងខ្ញុំអូខេមួយវាចូលជាមួយនឹងឪពុកម្ដាយក្រុមគ្រួសារបងប្អូននេះអញ្ចឹងណាថាគាត់ទទួលយកបានទេថា Amy ជា rapper ជា professional ចំពោះគ្រួសារគាត់ support ប៉ុន្តែគាត់ភ័យខ្លាចយើងដួលហ្នឹងព្រោះគាត់ក៏មាន mindset មួយថាសិល្បៈវាអត់នឹងរហូតទេវាតែមានពេលណាមួយហើយមានឡើងមានចុះហើយបាទនៅពេលដែលយើងរៀងស្ងាត់ show តិចគាត់ send ថាគេរើបុគ្គលិកអីហ្នឹង send ឲ្យយើង send មក messenger លោក send ខ្ញុំមើលខ្ញុំក៏សំដែរយើងក៏ rapper នឹង
ពួកខាងខ្ញុំខាងតែនោះខុសគ្នាទេចឹងដូចគ្នាសួរថាមិនបានមកជឿលើអាហ្នឹងឯថាឃើញផលដែរណាថាឃើញផលខ្លះដែរមកពីទៅ EO ហ្នឹងអេមីអត់ពាក់បន្តាពាក់បន្តាហ្នឹងក៏លោកគាត់ស្គាល់យើងណាគាត់និយាយលើគាត់បដៅកូនណាគាត់យកលេខណាដល់កូនលោកឌីមដាលយឺតឌឺយើងអត់ទេបដៅកូនឃើញគាត់បដៅកូនគាត់នៅមុខខ្ញុំហ្នឹងហើយ shout out to E បដៅកូនបដៅកូនពេលខ្លះវាពិបាកដែរឧទាហរណ៍សនុមួយចំនួននេះគេសួរថាមិនបានស្រឡាញ់ការងារហ្នឹងហើយមិនបានស្រឡាញ់វិស័យមួយហ្នឹងដឹងតែវាពិបាកដឹងតែវាអត់នឹងនៅពេលខ្លះវាពិបាកបញ្យល់យក head part មកបញ្យល់អត់ចេញហ្នឹងព្រោះរឿងខ្លះវាប្រើបេះដូងហ្មងវាប្រើអារម្មណ៍ហ្មងតែជាមួយ rap នេះមួយមានស្រឡាញ់ហើយនេះយើងឃើញថាពិតជាព្រោះពាក្យថាស្រឡាញ់អ្នកខ្លះគេនិយាយថាស្រឡាញ់ដែរសួរក្មេងៗស្រឡាញ់ rap អត់ស្រឡាញ់ចង់ធ្វើ rapper អត់ចង់តែយើងមើលសកម្មភាពដែរហ្នឹងហើយមានថាការស្រឡាញ់របស់ amateur និងការស្រឡាញ់របស់ professional គឺផ្សេងគ្នា professional គេ approach ការងារគេមានអាចថាគេមានសកម្មភាពទៅបើมันខ្វះទេខ្ញុំជឿថាអេមីជួបអ្នកដែលចង់ rap អញ្ចឹងតែមិនដែរលីងវា rap មិនទេវាដែរជួបច្រើនណាស់ហើយតែពួកម៉ាក់ខ្ញុំនេះហើយថាអញ្ចឹងតែពួកម៉ាក់ខ្ញុំបាត់នេះ shout out to ពួកម៉ាក់ហ្នឹងហើយជួបច្រើនហ្មងជួបច្រើនអ្នកស្លាញ់ចូលអេមីមានអាចថាជាយោបល់អីសម្រាប់ពួកគាត់ដែរមែនទេយោបល់ខ្ញុំទៅពួកគាត់បើសិនជាគាត់ស្រឡាញ់ហ្នឹងមែនព្យាយាមធ្វើវាហើយបើសិនចង់ខ្ញុំជួយទៀតធ្វើវាសិនធ្វើថាពិតជាស្រឡាញ់វាមែនឲ្យខ្ញុំឃើញថាពិតជាស្រឡាញ់មែនអាហ្នឹងខ្ញុំព្យាយាមជួយដែរព្រោះខ្ញុំសុកខ្ញុំទៅជួយមិនបើសិនជាខ្ញុំអត់ទាន់ឃើញស្រឡាញ់ខ្ញុំហ្នឹងហើយខ្ញុំដូចទៅបង្ខំឲ្យស្រឡាញ់ថែមខ្ញុំអត់ទេតែខ្ញុំរីករាយនឹងជួយគេខ្ញុំជួយឧទាហរណ៍ថាការតាក់តែងនិពន្ធអីស្ទើរពាក្យជូនកន្លែងណាឲ្យខ្ញុំ check up អីខ្ញុំអាចជួយបានឬក៏ត្រូវការឥឡូវខ្ញុំចេះបន្ទុះទៀតបើថាចង់ឲ្យខ្ញុំជួយបន្ទុះអីមិត្តភ័ក្ដិអីហ្នឹងខ្ញុំជួយបន្ទុះបានទៀតគាត់ថា make sure គាត់ពិតជាស្រឡាញ់មែនហើយបើថាចង់លេងសើចក៏បានដែរគាត់ថាប្រាប់ខ្ញុំដែរមកឯងចង់ធ្វើមួយបទលេងអញ្ចឹងប្រាប់ថាលេងកុំថាស្រឡាញ់យកតាមឃើញធ្វើខ្ញុំបាក់ជួយមែនតែអាហ្នឹងជាចំណុចមួយដែលមិនតែ rapper content creator ហ្នឹងក៏ដូចគ្នាខ្ញុំចង់ធ្វើ content ខ្ញុំចង់ធ្វើអានេះធ្វើអានោះអញ្ចឹងឲ្យចេញសិនមកឡើងណាធ្វើសិនទៅហើយពេលខ្លះទៅគាត់មានគំនិតមួយយើងមិនតាន់ professional ផងយើងគិតសិតតែឲ្យ perfect សិតតែឲ្យល្អឲ្យពេកវាយើងអ្នកធ្វើការងារអាជីពយើងដឹងហើយថាម៉មយើងចេញទៅឬក៏ម៉មយកទៅប៉ុណ្ណឹងហ្នឹងហើយពេលខ្លះអាចថាអ្នកខ្លះនិយាយអានេះយើងនិយាយត្រង់ហ្មងគាត់មាន concept បទនៅក្នុងខួរក្បាលគាត់អ្នក fantasy នៃបទហ្នឹងព្រោះបែបនេះចឹងទៅតែពេលទៅធ្វើជាក់ស្ដែងគាត់ដឹងថាបទហ្នឹងគឺអត់ព្រោះទេតែធ្វើចេញពីខួរក្បាលគាត់ទៅជាក់ស្ដែងមានសម្លេងមានអីហ្នឹងគឺអត់ព្រោះទេចឹងមានថាអាហ្នឹងគឺជាអារម្មណ៍ភ័យខ្លាចមួយដែរមានថាគាត់សម័យឃើញរូបភាពខ្លួនគាត់ rap ចេះ rap ចុះអញ្ចឹងណាប៉ុន្តែអាចជាក់ស្ដែងគាត់អត់តមានសមត្ថភាពដល់ហ្នឹងទេអញ្ចឹងមានថាមានថាពីយោបល់អេមីថាធ្វើសិនទៅហើយបើចង់ឲ្យជួយអាចជួយបានតែឲ្យតែឃើញសកម្មភាពថាពិតជាស្រឡាញ់មែនចូលអាចសម្ដែងថាស្រឡាញ់បានវិស័យ rap នេះមួយសម្ដែងយើងមើលដឹងហ្មងបាទយើងមើលដឹងថាសម្ដែងថាស្រឡាញ់មើលដឹងប៉ះខ្ញុំទៀតខ្ញុំហៅតែដឹងទៀតព្រោះខ្ញុំបកកាយមើលបកកាយយល់ព្រោះមានអ្នកដែលសម្ដែងថាជួយយត់ rap ឬក៏មានទាញអា lifestyle ហ្នឹងមកពាក់មកលើខ្លួនហ្នឹងមានព្យាយាមលយចង់លយជាមួយ rap ហ្នឹងចុះក្នុងនាមយើងជាអ្នកធ្វើផ្ទាល់យើងមានអារម្មណ៍ថាឆេញឬក៏អត់ទេឬក៏មានខ្ញុំអត់សូវខ្វាយខ្វល់ខ្ញុំអត់ខ្វាយខ្វល់ទេមកចង់គេធ្វើអីទៀតទៅឲ្យខ្ញុំទៅចេញទៅស្អប់អីប៉ុន្តែខ្ញុំចាប់អារម្មណ៍តែអីដែរ unique ឲ្យមនុស្សហ្នឹងយើងមានអារម្មណ៍ថាចុះគាត់ creative គាត់ unique អីអាហ្នឹងតាក់ទាញអារម្មណ៍ខ្ញុំបានតែបើហ្នឹងធ្វើខ្ញុំទៅតល់អីឬក៏អីអត់ខ្ញុំអត់ខ្មៅឡើយខ្ញុំប្លែងចោលតែយើងគាត់ដឹងអូខេខ្ញុំដឹងថាកម្មវិធីនេះគេដឹងគេច្រេញហើយតែខ្ញុំអត់ទាំងបានគិតផងខ្ញុំមើលអូខេ
ព្រោះពេលខ្លះចេះដែរអ្នកខ្លះគាត់ស្រឡាញ់ការងាររបស់គាត់អាជីពរបស់គាត់សិល្បៈរបស់គាត់ខ្លាំងពេលដែលអ្នកដទៃមាន treat សិល្បៈរបស់គាត់ ប្លែក ហ្នឹងហើយបែប disrespect បែបមកធ្វើលេងធ្វើដូចមានន័យថាធ្វើដូចអត់គោរពអត់ឲ្យតម្លៃពេលខ្លះគាត់រៀង take វា personal ដែរអានេះខ្ញុំឃើញនៅក្នុងវិស័យផ្សេងតែបើខ្ញុំខ្លួនឯងនៅក្នុងវិស័យ content creator ហ្នឹងក៏វាមានណាដូចយើងមានអារម្មណ៍នឹងដែរថាអូយើងធ្វើវាមកច្រើនឆ្នាំហើយយើងអាចថាចាស់ទុំចុះអញ្ចឹងនៅពេលដែលអ្នកដទៃគេមើងងាយវិស័យមួយនឹងឬក៏មកធ្វើវិស័យនឹងដែរមកធ្វើការងារនឹងដែរប៉ុន្តែគេអត់មានការគោរពឬក៏ respect គេ treat វាដូចគ្រាន់តែជារបស់មួយដែល ហ្នឹងហើយ គេចង់ធ្វើក៏បានអត់ក៏បានណាអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំរៀងខឹងដែរអត់ទេបើករណីមិញខ្ញុំប៉ះបើសិនអញ្ចឹងខ្ញុំប៉ះបោះអារម្មណ៍ខ្ញុំស្មានតែបើសិនជាអូយល់ហ្នឹងហើយបើសិនជាគាត់ធ្វើអីសំដែងហ្នឹងហើយសំដែងក៏សំដែងទៅតែបើថាគាត់ធ្វើឲ្យប៉ះពាល់ដល់វិស័យហ្នឹងវាប៉ះដល់ខ្ញុំដែរប៉ះពាល់អារម្មណ៍ខ្ញុំដែរហ្នឹងខ្ញុំអាចនឹង DM ទៅគាត់ direct message ទៅគាត់ឬក៏ប្រជុំកែវនិយាយអីមួយគាត់ហ្នឹងហើយប្រាប់គាត់ថាអូប្រហែលទៅចឹងចេះព្រោះអាហ្នឹងវាតែងតែមាននៅពេលដែលវិស័យមួយអាជីពមួយដែលមានការគ្រប់គ្រងអាចថាយើងនិយាយខ្លីថារលុយបានអីចឹងទៅដែលគេមើលពីក្រៅមកថាស្រួលបាទมันខ្វះទេអ្នកដែលcomment នៅក្នុងវីដេអូ rap ថាគេ rap បង្កើតថាគេបត់គេស្ដាប់បង្កើតអីយើងគិតថាខ្លួនឯងហ្នឹងគឺធ្វើល្អជាងគេខ្ញុំយល់ថាបត់ខ្លះវាស្ដាប់បង្កើតមែន rapper ខ្លះស្ដាប់បង្កើតមែនប៉ុន្តែយ៉ាងហោចណាស់គេហ៊ានធ្វើយ៉ាងហោចណាស់គេហ៊ានបញ្ចេញមិនដូចពួកយើងទេពួកយើងនឹងនៅតែក្នុងខួរក្បាលនឹង fantasy ខ្លួនឯងចង់ rap ថាខ្លួនឯងចង់ធ្វើ content តែមិនដែលកាន់កាមេរ៉ាមិនដែលកាន់ microphone មិនទេអង្គុយសម័យតែខ្លួនឯងបកកែនិយាយដាក់អញ្ចឹងបណ្ដោយខំមកយក comment យក comment អានឹងមែនអញ្ចឹងមានថាយើងយល់ពួកឯងយើងក៏ជាម្នាក់ដែរដូចពួកគាត់ហ្នឹងដែរមានថាយើងក៏ជាម្នាក់ដែលសម័យអូខ្ញុំចង់ធ្វើចម្រៀងខ្ញុំចង់ធ្វើ content អូខ្ញុំចង់ rap ហើយដើរទៅរិះគន់ស្នាដៃរបស់គេអូគេ rap ចេះបង្កើតថតចេះបង្កើតធ្វើចេះមិនសមតែខ្លួនឯងគ្មានធ្វើស្អីផងហ្នឹងយើងក៏គេហៅថានិយាយការពិតទេបើយកដាក់ខ្លួនឯអ្នកខ្លះ shout out to អ្នកយកដាក់ខ្លួនអាហ្នឹងមែនតាខ្ញុំអាចថា take personal ដែរមួយការងារយើងដែលយើងស្រឡាញ់ព្រោះអានេះការងារប្រភេទពួកយើងនេះយើងដាក់ចិត្តដាក់កាយមានថាចេះខ្ញុំជឿថាអេមីក៏ដូចជាអ្នក rapper ផ្សេងអ្នកស្រឡាញ់ការងារហ្នឹងមានថាយើងវិនិយោគធនធានពេលវេលាបាទកម្លាំងកាយចិត្តចង់ធ្វើវាល្អចង់ធ្វើវាពិសាបើគេមិនឲ្យតម្លៃអូខេអានឹងជាសិទ្ធិរបស់គេប៉ុន្តែมันគួរណាមកយកអារបស់ឬក៏អាវិស័យមួយនឹងអាកីឡាមួយនឹងអាសិល្បៈមួយនឹងដែលយើងស្រឡាញ់យកទៅលាបពណ៌វាផ្សេងអញ្ចឹងខ្ញុំជឿថាយើងទាំងអស់គ្នា take វា personal ដែរទីមួយវាជាគោលចំហរបស់យើងជាសិល្បករជាផលិតករដើម្បីការពារការងាររបស់យើងណាអញ្ចឹងនិយាយច្រើនទៅឲ្យអ៊ីមីនិយាយម្ដងឥឡូវមិនចង់រំខានអ៊ីមីច្រើនចង់ឲ្យអ៊ីមីអាចថាមានមតិយោបល់ឲ្យយើងបញ្ចប់កម្មវិធីចុះហ្នឹងហើយបាទមានមតិយោបល់ឲ្យចង់ផ្ដាំផ្ញើទៅ fan ឬក៏មានដំបូងមានអីទៅកាន់អ្នកដែលស្រឡាញ់វិស័យ rap ហ្នឹងដែរហ្នឹងហើយពីខ្ញុំទៅកាន់អ្នកទាំងអស់គ្នាទៅកាន់អ្នកស្រឡាញ់វិស័យ rap មុនព្យាយាមធ្វើវាទៅយើងកើត creative ការឡើងថែមអាហ្នឹងកាន់តែព្យាយាមកាន់តែកើន creative ហើយធ្វើឲ្យជាខ្លួនឯងអាហ្នឹងគឺសំខាន់ណាស់ដល់ថ្នាក់ក្នុង album ខ្ញុំមានបទ Be Yourself បាទក្នុង album The Uniqueness ភាពខុសគេហើយមានបទ Be Yourself ទៀតខ្ញុំឲ្យធ្វើឲ្យជាខ្លួនឯងទៀតចាធ្វើជាខ្លួនឯងហ្នឹងគឺពិតជាសំខាន់មែនបើយើងធ្វើដូចគេហើយវាអត់មានន័យអីទៀតវាអត់មានន័យទេអញ្ចឹងសម្រាប់អ្នកស្រឡាញ់វិស័យហ្នឹងហើយទៅកាន់ fan ខ្ញុំវិញខ្ញុំអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រខ្ញុំហើយសង្ឃឹមថា album មួយនេះនឹងឲ្យអ្នកទាំងអស់គ្នាទទួលបានរសជាតិមួយទៀតតែមួយផ្នែកទៀតពីខ្ញុំដោយសារខ្ញុំអត់សូវ rap របៀបអញ្ចឹងទេតែឥឡូវខ្ញុំបានចេញមក album ដែលវាឈ្មោះ The Uniqueness ហើយខ្ញុំធានាថាខ្ញុំ rap អត់ជាន់គេទេខ្ញុំដឹងថាខ្ញុំ rap អត់ជាន់គេទេហើយក៏អរគុណទៅកាន់ guest ដែលបានចូលរួមដែលបាន featuring នៅក្នុង album ហ្នឹង
អរគុណដែលបានចូលរួមចឹងអ្នកទាំងអស់គ្នាកុំភ្លេចចូលស្ដាប់អាល់ប៊ុមនឹងផងអរគុណច្រើន ហ្នឹងហើយអរគុណអ៊ីមីដូចគ្នាដែលបានមកចូលរួមឆ្លៀតពេលវេលាមានតម្លៃមកកម្មវិធី The Journey របស់យើងហើយអាចថាដូចរាល់ដងដែលចង់ផ្ដាំទៅកាន់អ្នកទាំងអស់គ្នាបើសិនជាមានភ្ញៀវកិត្តិយសដទៃអាចថាយើងចង់ជួបចង់ឲ្យគាត់មកចូលរួមកម្មវិធីរបស់យើងអាច comment នៅខាងក្រោមមាន feedback អីមួយចំនួនចង់កែលម្អស្ថាបនាកម្មវិធីរបស់យើងក៏អាច comment នៅខាងក្រោមដូចគ្នាហើយព័ត៌មានផ្សេងៗពាក់ព័ន្ធជាមួយនឹង album របស់អ៊ីមីឬក៏គម្រោង Sabras Tour អ៊ីមីធ្វើជាមួយនឹងមិត្តភ័ក្តិ300រៀល300ក្បាលហ្នឹងហើយអញ្ចឹងខ្ញុំនឹងដាក់ link នៅក្នុង description នៃវីដេអូមួយនេះឬក៏ comment នៃវីដេអូមួយនេះអញ្ចឹងពីខ្ញុំបាទពលីរតនៈហើយនឹងភ្ញៀវកិត្តិយសសូមគោរពនិងជម្រាបលាបាយបាយ